ចាប់ផ្ដើមណាសៃរឿងតួអង្គដំបូងដែលមានឈ្មោះថាយីយុនហ្វៃត្រូវជាអតីតនៃអាណាចក្រស៊ូគៀដែលពេលនោះគាត់កំពុងតែហោះនៅលើអាកាសកាត់ចន្លងដងភ្នំហើយក៏បានមកប្រឈមមុខជាមួយនឹងឋានស៊ូយុទ្ធសាស្ត្រក្បាច់គុណនេះខ្ញុំបានអនុវត្តអស់រយៈពេល5000ឆ្នាំមកហើយនឹងបានឆ្លងកាត់ណាអ្វីជាច្រើននៅក្នុងពិភពលោកនេះទីបំផុតទ្រង់ក៏បានក្លាយទៅជាអតីតស៊ូគៀតែម្នាក់គត់នៅក្នុងអាណាចក្រភាពវឹកវរបាក់ធំដែលពេលនេះគាត់កំពុងតែប្រឈមមុខជាមួយនឹងឋានស៊ូដើម្បីបានក្លាយទៅជាព្រះល្អវាដល់ពេលហើយដែលខ្ញុំត្រូវកម្ចាត់ពួកនេះមិនឆេះនៅចំហាយធម្មពលនៅចុងម្រាមដៃក្រវែងចេញនៅដៃនៅក្នុងដៃលិចឡើងនៅដៃជាច្រើនទៀតកំពុងតែហោះប្រតិសិនជុំវិញរាងកាយចាក់ចេញឡើងទៅខាងលើបន្តិចបង្រួបបង្រួមនៅចំហាយធម្មពលដៃទាំងអស់នោះហើយប្រែក្លាយទៅជាចំហាយធម្មពលដៃដ៏ធំសម្បើមមួយស្ដាប់បញ្ជាខ្ញុំប្រយុទ្ធកាប់ចេញទៅពេញមួយទំហឹងទប់រងគ្នាជាមួយនឹងចំហាយធម្មពលរន្ទះឋានស៊ូលន់សូតែឆាងខ្ទុះបែកខ្ទេចគាត់ក៏បានសម្លឹងមើលដល់ស្នាមញញឹមស្របពេលដែលចំហាយធម្មពលរន្ទះក៏បានបាញ់ចុះមកម្ដងទៀតឌៀងដែលធ្វើឲ្យរាងកាយរបស់គាត់ជ្រាបពេញទៅដោយចំហាយធម្មពលនៃរន្ទះប្រឹងទប់បន្តិចបំបែកចេញប៊ឹងហើយគាត់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងហាតើនេះមែនទេគឺជាអ្វីដែលគេហៅថាមហន្តរាយរបស់ឋានស៊ូប្រញាប់សម្រុកចូលមកបាញ់ចុះមកមែនហើយគាត់ក៏បានបញ្ឈិនចំហាយធម្មពលនៅក្នុងដៃទីទៅទប់រងពេញមួយទំហឹងដែលបានប្រែក្លាយទៅជាចំហាយធម្មពលត្រាថៃយីក៏បានទប់រងជាមួយនឹងចំហាយធម្មពលរន្ទះពេលនោះយើងក៏បានឃើញត្រានិករីឋានស៊ូទម្លាក់ចុះមកដែលធ្វើឲ្យគាត់ប្រញាប់ប្រើប្រាស់នៅគម្ពីរព្រះអាទិត្យទី9នៃការចាប់កំណើតឡើងវិញដ៏វឹកវរទីទៅទប់រងគ្នាផាំងសាយភានចំហាយធម្មពលដែលខណៈពេលនោះនិករីឋានស៊ូមួយក្បាលដ៏ធំសម្បើមក៏បានសម្រុកចូលមកព្យាយាមសង្កត់ទៅលើត្រាដែលអាទិត្យកំពុងតែព្យាយាមទប់ពេលនោះសំឡេងប្រុសស្រីក៏បានស្រែកឡើងថានេះជាឱកាសរបស់ពួកយើងហើយសម្រុកចូលទៅដែលចំហាយធម្មពលវិញ្ញាណទាំង3ក៏បានវាយប្រហារព្រមគ្នាទៅលើអាទិត្យលន់សូឌីបភិចផាច់ធ្វើឲ្យគាត់ខ្ទាតឈាមចេញពីមាត់ខឹងយ៉ាងខ្លាំងពួកអាកំសាដែលប្រលឹងវិញ្ញាណម្នាក់ក្នុងចំណោមពួកគេទាំង3នាក់ក៏បាននិយាយខ្ញុំនឹងសម្លាប់ឯងប្រសិនបើឯងទ្រាំទ្រជាមួយនឹងការជឿជកចាប់នេះមិនបានមិនឆេះនៅធម្មពលនៅក្នុងកម្ដាប់ដៃព្រមគ្នាទីចេញទៅវាប្រហារជាមួយនឹងបាតដៃដ៏ធំសម្បើមទាំង3ហៀបនឹងដល់ទៅហើយអាទិត្យក៏បានបញ្ឈិនធម្មពលរបស់គាត់នៅក្នុងបាតដៃទីទៅទប់រងប៊ឹមខ្ទេចហើយពេលនោះពួកវិញ្ញាណទាំង3ក៏បានបោះចេញនៅដុំធម្មពលរបស់ពួកគេរៀងខ្លួនទម្លាក់ទៅតាមរ៉បដងខ្លួនរបស់អ្នករាជបន្ទាប់ពីឃើញបែបនោះអាទិត្យក៏បានប្រើប្រាស់នៅក្បួនព្រះអាទិត្យទី9របស់គាត់ម្ដងទៀតទីវាឡើងទៅខាងលើដើម្បីទប់រងជាមួយនឹងអំណាចដ៏ខ្លាំងក្លាទាំងអស់នោះប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ក៏បានខ្ទុះឌឹមបែកខ្ទេចធ្វើឲ្យគាត់ក៏បានខ្ទេចប៉ាមកខាងក្រោយមាននៅឈាមហូរចេញពីជ្រុងមាត់របស់គាត់សម្លឹងមើលទៅធម្មពលវិញ្ញាណទាំង3ដែលកំពុងតែសប្បាយចិត្តដោយរូបរាងវិញ្ញាណពណ៌ក្រហមនោះមានឈ្មោះថាជីនវូគេក៏បាននិយាយអាទិត្យឯងមិននឹកស្មានដល់មែនទេថាឯងក៏មានថ្ងៃនេះដែរបន្ទាប់ពីពួកគេបានបង្ហាញរូបរាងកាយពេទ្យអាទិត្យក៏បានស្គាល់ធីនលូជីនវូយូអឺតាមពិតទៅគឺជាពួកនាងយូអឺនាងក៏បានឌីលដោយសារតែធម្មពលវិញ្ញាណរបស់លោកខ្វះខាតខ្លាំងពេកតំណែងជាព្រះគឺមានលំដាប់វាអាស្រ័យលើថាតើអ្នកអាចឆ្លងផុតនិងយកឈ្នះទុកលំបាកពីឋានស៊ូដោយជោគជ័យដែរឬទេដោយសារតែពួកយើងទាំង3នាក់គ្មានសង្ឃឹមនឹងក្លាយទៅជាព្រះដូច្នេះអាទិត្យលោកក៏មិនអាចក្លាយទៅជាព្រះបាននោះដែរម្យ៉ាងទៀតលោកត្រូវតែស្លាប់បន្ទាប់ពីស្ដាប់ឮនៅអ្វីដែលនាងបាននិយាយអាទិត្យក៏បានអស់សំណើចបន្តិចទោះបីជាខ្ញុំបរាជ័យនឹងក្លាយទៅជាព្រះតើពួកមនុស្សកំសាដូចជាពួកឯងគិតថាអាចសម្លាប់ខ្ញុំបានមែនទេវាពិតជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់កុំភ្លេចថាខ្ញុំគឺជាយីយុនហ្វៃដែលគឺជាអតីតព្រះអាទិត្យទាំង9ស្រ័យមួយវាស់បញ្ចេញនៅបច្ចេកទេសព្រះអាទិត្យទាំង9លេចឡើងនៅធម្មពលវិញ្ញាណរាងកាយដ៏ធំសម្បើមដែលធ្វើឲ្យយូអឺពេលនេះស្លន់ស្លោយ៉ាងខ្លាំងស្រែកថាមិនល្អនោះទេគាត់ចង់ឲ្យពួកយើងវិនិច្ឆ័យជាមួយនឹងគាត់ប្រញាប់រត់ភ្លាមទៅបន្លាស់ទីយ៉ាងលឿនប៉ុន្តែមិនទាន់នោះទេដោយសារតែក្បួនព្រះអាទិត្យទី9បានកាក់មុខគ្នារបស់ពួកគេជាប់ងាកមកខាងក្រោយគឺជាចំហាយធម្មពលវិញ្ញាណរបស់អតីតដែលគាត់កំពុងតែងាងដៃទាំងពីររបស់គាត់ទះចូលពេញមួយដង្ហឹងផ្អឹបលន់សូតែផាច់សម្រៃរបស់ពួកគេស្រែកពុះពេញទៅដោយក្តីជឿជកចាប់ហើយចំហាយធម្មពលវិញ្ញាណដ៏ធំសម្បើមរបស់គេទាំងមូលក៏បានបែកខ្ទេចនៅសល់តែរូបរាងកាយពេទ្យដែលកំពុងតែធ្លាក់ចុះមកខាងក្រោមរលាយបន្តិចម្ដងធ្វើឲ្យការស្រមៃមួយក៏បានបង្ហាញចេញនៅយុវជនស្រីប្រុស2នាក់មានទាំងមនុស្សដែលកំពុងតែឈរអោបគ្នានិងនារីផ្សេងទៀតកំពុងតែដេកស្ដុកស្ដឹងនៅក្នុងសមរភូមិមួយបុរសម្នាក់ក៏ត្រូវបានលំពេង3បានចាក់ទម្លុះទ្រូងរបស់គាត់ជីវិតរបស់ខ្ញុំពិតជាមានរឿងគួរឲ្យសោកស្ដាយច្រើនណាស់ដែលយើងក៏បានឃើញចំហាយធម្មពលដែលរលាយចេញពីរាងកាយរបស់គាត់ហូរចូលទៅលើបុរសម្នាក់ដែលកំពុងតែសម្លឹងមកក្រឡេកទៅកន្លែងផ្សេងមួយទៀតដែលកំពុងតែមានការប្រកួតប្រជែងដែលអពៈម្នាក់ក៏បានហក់ធាក់ទៅលើបុរសម្នាក់មកជើងកណ្ដាប់ពោះឌឹបខ្ទេចប៉ាមកបុកនឹងថ្មដែលនៅខាងក្រោយដែលធ្វើឲ្យពេលនោះរាងកាយរបស់គាត់ហាក់បីដូចជាចម្លាក់យ៉ាងខ្លាំងតែមានរឿងអ្វីកើតឡើងមកលើខ្ញុំទៅពេលនោះអពៈម្នាក់ដែលបានទួតគាត់មួយជើងក៏បានឌឺដងយុនហ្វៃបើឯងខ្លាចស្លាប់គ្រាន់តែវាមករងខ្ញុំឲ្យស្ដាប់បង្គាប់ខ្ញុំសន្យាថានឹងបំបាក់ជើងរបស់ឯងតែមួយខាងហើយនឹងដោះលែងឲ្យឯងមានជីវិតនឹងហើយអពៈម្នាក់នេះមានឈ្មោះថាឈិនហ្វឹងស្ថិតនៅក្នុងកម្រិតទី3ដោយសម្ដីរបស់ឈិនហ្វឹងធ្វើឲ្យអ្នករកគ្នាដែលនៅទីនោះបានសើចចំអកទៅឲ្យយុនហ្វៃយ៉ាងខ្លាំងពេលនោះយុនហ្វៃដែលជាទូប្រុសរបស់យើងក៏បានងើបឡើងពីភាពស្រពេចស្រពេលក៏បានលន់មាត់ថាឈិនហ្វឹងក្រែឯងបានស្លាប់ហើយមែនទេដែលធ្វើអពៈឈិនហ្វឹងខឹងយ៉ាងខ្លាំងអាចសម្រាមឯងហ៊ាននិយាយថាយើងស្លាប់ផងមិនចេះតែធម្មពលនៅក្នុងកម្ដាប់ដៃវាចេញទៅពេញមួយទំហឹងពេលនោះយើងក៏បានឃើញបារ៉ូសក់ខ្លីម្នាក់ក៏បានសម្រុកចូលមកទប់រងដើម្បីការពារទៅលើយុនហ្វៃដែលពេលនេះយុនហ្វៃរត់ទៅភ្ញាក់ផ្អើលទៀតហើយឈូមូឯងមិនទាន់ស្លាប់នោះទេតើវាអាចជាការប្រយុទ្ធជាមួយនឹងឋានស៊ូមែនទេក្រឡេកមកមើលអតីតវិញម្ដងដែលពេលនេះកំពុងតែសប្បាយចិត្តកត្រាក់ដៃកត្រាក់ជើងផ្គុំដៃចុះឡើង
ឡើងបញ្ចេញនៅបច្ចេកទេសព្រះអាទិត្យទី9របស់គាត់ហាសរសៃវិញ្ញាណក្បាច់គុណរបស់ខ្ញុំមិនតបបំផ្លាញនោះទេពេលនេះខ្ញុំបានកើតឡើងសាជាថ្មីម្ដងទៀតហើយវាហាក់បីដូចជាឋានសួគ៌នៅតែយកចិត្តទុកដាក់ចំពោះបុរសចំណាស់ម្នាក់នេះផ្ដល់ឱកាសឲ្យខ្ញុំដើម្បីចាប់ផ្ដើមជីវិតសាជាថ្មីក្នុងករណីនេះខ្ញុំត្រូវតែប្រើប្រាស់នៅបច្ចេកទេសព្រះអាទិត្យទី9របស់ខ្ញុំឡើងម្ដងទៀតក្រវាដៃទាំងពីររបស់គាត់ចេញជាចំហាយធម្មពលដែលធ្វើឲ្យយុនហ្វេដែលនៅខាងក្រៅកំបានបើកភ្នែកឡើងឃើញឈូមូត្រូវបានឈិនហ្វឹងតបមួយដៃកណ្ដាលមុខថែមមួយជើងខ្ទាតប៉ាំងតែខាងក្រោយបន្តិចដួលនៅចំពោះមុខរបស់គេឈូមូក៏បានព្យាយាមងើបឡើងមកវិញខ្ញុំមិនឲ្យឯងធ្វើបាបគាត់នោះទេតែពេលនេះឈូមូស្ថិតនៅក្នុងកម្រិតទី1កំពូលឈិនហ្វឹងពួតក៏ដៃបន្តិចមើលទៅឯងចង់ស្លាប់ហើយមិនឆេះនៅធម្មពលនៅក្នុងកំណាប់ដៃហក់ចូលវាប្រហារចេញទៅជាមួយនឹងចំហាយធម្មពលក្បាលតោរបស់ប៉ុណ្ណាណីលន់លឺសូតែញីដូចជាឆ្កែឡានកិនដោយសារតែយុនហ្វេបានបន្លាស់ទីជួលមកទប់រងជាមួយនឹងដៃមួយខាងរបស់គាត់ចាប់ទៅលើកំណាប់ដៃរបស់ឈិនហ្វឹងដែលបានធ្វើនេះរកគ្នានៅទីនោះក៏ភ្ញាក់ផ្អើលទៅមានរឿងអ្វីកើតឡើងឈិនហ្វឹងព្យាយាមរើបំរាប៉ុន្តែយុនហ្វេក៏បានកាច់កដៃរបស់គាត់ឬសូតែក្រែកព្រោះថាពេលនេះយុនហ្វេស្ថិតនៅក្នុងកម្រិតទី3ដំណាក់កាលពាក់កណ្ដាលយីអស់មួយដៃទេកំភ្លៀងឈិនហ្វឹងផាច់ខ្ទាតប៉ាំងដូចជាបាល់ឯងហ៊ានធ្វើបាបខ្ញុំផងរូបភាពក៏បានជួបផ្គៀងអន្តរយីក៏បានចេញមកត្រឹមត្រូវហើយខ្ញុំគឺជាអន្តរយីឥឡូវនេះខ្ញុំបានរស់ឡើងមកវិញម្ដងទៀតហើយតែឯងបានសួរខ្ញុំថាតើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះការកើតឡើងសាជាថ្មីពុតក៏ដៃមិនតិចធ្វើមុខឌឺម៉ាត់ឈិនហ្វឹងមួយដៃកណ្ដាលមាត់ពេញឡើងបាក់ធ្មេញអស់មួយខ្ទាតប៉ាំងរមៀលនៅទៅបុកនឹងថ្មដែលនៅខាងក្រោយហុយធ្លុំដល់យុនហ្វេក៏បានដើរមករកឈូមូហើយដៃទៅខាងមុខបន្តិចខ្ញុំមកយឺបន្តិចហើយចាប់ពីពេលនេះតទៅគ្មាននរណាម្នាក់ហ៊ានធ្វើបាបអ្នកទៀតនោះទេឈូមូឆောင်းដៃទៅចាប់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែយុនហ្វេបានចាប់បីនៅរាងកាយរបស់គេហក់ទៅលើលំហសប្បាយចិត្តបន្តិចផងដែរយុនហ្វេតើសរសៃវិញ្ញាណក្បាច់គុណរបស់អ្នកជាសះស្បើយវិញហើយមែនទេទម្លាក់ខ្លួនចុះមកវិញលឺនៅសំឡេងរបស់មនុស្សស្រីម្នាក់ក៏បានជាប្រមាថទៅយុនហ្វេអ្នកពិតជាហ៊ានមែនដែលបានធ្វើបាបសមាជិកគ្រូសាឈិនតើអ្នកចង់ស្លាប់ហើយមែនទេសម្លឹងបន្តិចគេក៏បានដឹងថាគឺជានារីម្នាក់នោះដែលធ្លាប់បានជាប្រមាថគេកាលពីអតីតកាលមនុស្សគ្មានប្រយោជន៍ដូចជាអ្នកមិនស័ក្តិសមជាមួយនឹងខ្ញុំទោះតែសោះដែលនាងមានឈ្មោះថា CCOD ស្ថិតនៅក្នុងកម្រិតទី6ដែលអត្រេយីក៏បានគិតបន្តិចបន្ទាប់មកក៏បានញញឹមការកើតឡើងសាជាថ្មីគឺជារឿងល្អណាស់ដែលខ្ញុំបានសង្សឹកទៅលើពួកនាងវិញហើយខ្ញុំក៏បានដឹងដែរថានាងនឹងយកក្រដាសភ្ជាប់ពាក្យមកបញ្ចប់នៅក្នុងថ្ងៃនេះបន្ទាប់ពីឃើញក្រដាសធ្លាក់នៅចំពោះមុខយុនហ្វេក៏បានស៊ូ COD នាងចង់ផ្ដាច់ការភ្ជាប់ពាក្យជាមួយនឹងខ្ញុំមែនទេនាងក៏បានអបដៃតបទៅវិញត្រូវហើយដើមឡើយខ្ញុំគិតថាលោកគឺជាមនុស្សពូកែខ្លាំងក្លាដែលធ្វើឲ្យខ្ញុំបានយល់ព្រមចង់សម្ព័ន្ធភ្ជាប់ពាក្យជាមួយនឹងគ្រូសាយីរបស់លោកអ្នកណាតែដឹងថាលោកខ្លាចទៅជាមនុស្សអប្រយោជន៍ក្នុងពេលតែមួយយប់មើលខ្លួនរបស់លោកឥឡូវនេះតើគិតថាស័ក្តិសមជាមួយនឹងខ្ញុំដែរឬទេដូច្នេះខ្ញុំនឹងផ្ដល់ឱកាសឲ្យលោកសារភាពថាលោកគឺជាមនុស្សឥតប្រយោជន៍ស័ក្តិសមឲ្យខ្ញុំលុបចោលនឹងការភ្ជាប់ពាក្យរបស់ពួកយើងបើមិនដូច្នោះទេយុនហ្វេក៏បានដឹងហើយនិយាយកាត់បើមិនដូច្នោះទេនាងនឹងឲ្យគូស្នេហ៍កំណានរបស់នាងកាត់ជើងរបស់ខ្ញុំមួយខាងត្រូវអត់ពេលនោះសៀវឌីក៏បានខឹងយុនហ្វេមិនដេចក៏ឯងហ៊ាននិយាយបែបនេះមកលើខ្ញុំកូនចៅចាត់ការវាភ្លាមទៅពេលនោះបរិបបេនេះក៏បានបើកការវាប្រហារទីចេញទៅជាមួយនឹងចំហាយធម្មពលរបស់គាត់ប្រែក្លាយទៅជាចំហាយធម្មពលវិញ្ញាណតោដ៏ធំសម្បើមសំដៅសម្រុកចូលទៅវាប្រហារបន្ទាប់ពីឃើញបែបនោះយុនហ្វេអន្ត្រំជើងមួយខ្សែភ្នែកចំហាយធម្មពលពេញនឹងសម្លឹងខ្សែភ្នែកបន្តិចធ្វើឲ្យចំហាយធម្មពលវិញ្ញាណតោមួយក្បាលនោះចាប់ប្រាំងសឹងមិនទាន់បដូរសំឡេងពីតោទៅជាកូនឆ្មាប្រញាប់រត់គេចចេញសៀវឌីក៏ដាប់ដៃយ៉ាងណានខឹងយ៉ាងខ្លាំងតែវាអាចទៅរួចដោយរបៀបណាក្រែងសរសៃធម្មពលវិញ្ញាណរបស់លោកត្រូវបានបាត់បង់ហើយយុនហ្វេបានបន្លាស់ទីជាមួយនឹងជំហានរ៉ាតង់យ៉ាងលឿនដែលធ្វើឲ្យសៅឌីនាងមើលមិនទាន់នោះឡើយបន្ទាប់មកក៏បានបង្ហាញនៅខ្សែកដែលទើបតែឆក់បានសំឡេងក៏បានបន្លឺឡើងចេញពីបន្តោងខ្សែកមួយនោះបងឈិនហ្វឹងរបស់ខ្ញុំពិតជាស្រឡាញ់បងខ្លាំងណាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នានៅទីនោះបានសើចចំអកឲ្យនាងពិតជាឥតគេខ្មាស់មែនសៅឌីខឹងម្ដងហើយម្ដងទៀតស្កាត់មាត់ភ្លាមឮទេខ្ញុំប្រាប់ឲ្យបិទមាត់យុនហ្វេឯងអាមនុស្សចង្រៃយុនហ្វេលក់មិនបានថ្លៃផងបោះទៅឲ្យវិញសៅឌីក៏បានស្ដីឲ្យអាមនុស្សឥតប្រយោជន៍ឯងពិតជាហ៊ានមែនដែលហ៊ានប្រមាថគេឈ្មោះរបស់ខ្ញុំបែបនេះយុនហ្វេក៏បានបន្តឲ្យគេរបស់នាងសៀវឌីអាកប្បកិរិយារបស់នាងគឺជាមនុស្សដែលមិនស្មោះត្រង់បានផាត់ក្បត់ជាមួយនឹងឈិនហ្វឹងហើយបានបំផ្លាញគេឈ្មោះគ្រូសាឈិនរបស់ខ្ញុំអំពើមនុស្សអសិលធម៌ដូចជានាងខ្ញុំមិនត្រូវការនោះទេបន្ទាប់មកក៏បានលើកនៅក្រដាសភ្ជាប់ពាក្យរបស់ពួកគេឡើងនៅក្នុងថ្ងៃនេះខ្ញុំសូមសញ្ញាផ្ដាច់ពាក្យជាមួយនឹងនាងចាប់ពីពេលនេះទៅពួកយើងមិនមានទំនាក់ទំនងអ្វីជាមួយនឹងគ្នាទៀតនោះទេបោះក្រដាសមួយនោះទៅឲ្យនាងមើលវិញដែលយុនហ្វេបានចុះហត្ថលេខារួចរាល់សៀវឌីពេលនេះមានអារម្មណ៍ហាក់បីដូចជាត្រូវបាននរណាម្នាក់ទៀតដកកំភ្លៀងអញ្ចឹងឯងពិតជាហ៊ានផ្ដាច់ពាក្យជាមួយនឹងខ្ញុំមែនតែឯងមានសិទ្ធិអ្វីដើម្បីផ្ដាច់ពាក្យជាមួយនឹងខ្ញុំយុនហ្វេតើឯងគិតថាឯងគឺជានរណាហ៊ានជេរប្រមាថមើលងាយខ្ញុំនៅក្នុងសាធារណៈផងស្រែកបញ្ចេញនៅបច្ចេកទេសធម្មពលរបស់នាងឡើងមកប្រើប្រាស់នៅម្រាមពីរគ្រប់គ្រងទៅលើដាវវាប្រហារចូលទៅយុនហ្វេផ្គុំនៅដៃបន្តិចបើកនៅធម្មពលទប់រងប៉ុន្តែមិនគ្រប់គ្រាន់ទេក៏បានអាឡាតខ្លួនគេចពីផ្លែដាវមួយនោះដឹងខ្លួនថាធម្មពលប្រលឹងវិញ្ញាណរបស់គេមិនទាន់ពេញលេញនៅឡើយនោះទេដូច្នេះហើយខ្ញុំត្រូវតែរកវិធីផ្សេងទៀតពេលនោះសៀឌីក៏បានសប្បាយចិត្តយ៉ាងខ្លាំងហាអាសម្រាមឯងច្បាស់ជាមិនរស់នោះទេ
បញ្ចេញដៅ3បញ្ជាចូលទៅវាប្រហារពីចាប់កាន់ដៅមួយចុងក្រោយសម្រុកចូលទៅយន្តហ្វេបានកិច្ចផុតពីការវាប្រហាររបស់នាងទាំងអស់បន្ទាប់មកក៏បានកិច្ចពីផ្លែដៃរបស់នាងទៀត COD នៅតែព្យាយាមជាមួយនឹងដៅពោពេញទៅដោយចំហាយធម្មពលចាក់ហៀបនឹងដល់ករបស់យន្តហ្វឹងទៅឲ្យកិច្ចផុតបន្តិចអាឡាខ្លួនចោះឡើងហាក់បីដូចជាកំពុងតែប្រឡែងលេងជាមួយនឹងនាងក្តៅចិត្តយ៉ាងខ្លាំងក្រវែងចេញនៅផ្លែដៃ3បន្ថែមទៀតហៀបនឹងទម្លុះរាងកាយរបស់យន្តហ្វេទៅហើយពេលនៅចំហាយធម្មពលស្រទាប់ផ្កាជុកជាច្រើនក៏បានមកទប់រងបំបែកចេញបង្ហាញខ្លួនមកធ្វើនេះរកគ្នាក៏បានភ្ជាប់អើជាមួយនឹងសម្រស់ហើយនឹងកាយវិការដ៏រស់រវើករបស់នាងផ្ទាត់ចេញនៅស្រទាប់ផ្កាជុកស្រាលៗវាប្រហារចេញទៅដែលធ្វើឲ្យ COD យោដៅរបស់នាងព្យាយាមទប់រងខ្ទោះទៀងខ្ទាត់ប៉ាមកខាងក្រោយបន្តិចបន្លាស់ទីចូលមកយ៉ាងលឿនវាមួយដៃចេញទៅចំកណ្ដាលមុខរបស់ COD ដឹបខ្ទាត់ប៉ាងហុយជុកដែលនាងគឺជាទូស្រីរបស់យើងឈ្មោះថាស៊ូឈីលូស្ថិតនៅក្នុងកម្រិតទី6ពាក់កណ្ដាលកុំឲ្យខ្ញុំលឺនាងនិយាយអាក្រក់ពីយន្តហ្វេទៀតអីសោះបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់នាងដោយដៃរបស់ខ្ញុំផ្ទាល់ជាមិនខាន COD មិនហ៊ានក្អកនោះទេឈូតឈាមច្រមុះចេញតោះពួកយើងប្រញាប់ចាក់ចេញភ្លាមទៅពេលនោះយន្តហ្វេក៏បានសម្លុតអ្នករកគ្នាដែលនៅទីនោះចាប់ពីពេលនេះតទៅអ្នកណាហ៊ានធ្វើបាបឈូមូទៀតលទ្ធផលគឺដូចជាឈិនហ្វឹងអញ្ចឹងអ្នករកគ្នាមិនហ៊ានតវ៉ានោះទេក៏បានដើរចាក់ចេញទៅទុកឲ្យពួកគេនៅតែពីរនាក់យន្តហ្វេក៏បានហៅឈីងលូនាងក៏បានបែរមកបាញ់ស្នាឡើងភីងពេញនឹងស៊ូថាតើបងមិនអីមែនទេសំឡឹងមើលមុខនាងបន្តិចក៏បានគិតដល់អតីតកាលយន្តហ្វេតើបងសុខចិត្តធ្វើបែបនេះដើម្បីខ្ញុំមែនទេយន្តហ្វេមិនតបស្ដីដើរទៅខាងមុខគេក្នុងចិត្តកូនស្រីនេះគ្រូសាស៊ូខ្ញុំមិនហ៊ានចូលទៅចិត្តនោះទេលើពីនេះទីសរសៃវិញ្ញាណក្បាច់គុណរបស់ខ្ញុំត្រូវបានបំផ្លាញទាំងស្រុងម្យ៉ាងទៀតខ្ញុំមិនទាន់បានសងសឹកនៅឡើយនោះទេសុំទោសផងឈូលូអតីតកាលដើរចេញពីនាងប៉ុន្តែបច្ចុប្បន្នយន្តហ្វេប្រញាប់រត់សម្ដៅទៅរោងនាងអោបចង្កេះក្រឹបលូឈីងវាពិតជាល្អខ្លាំងណាស់ដែលពួកយើងបានជួបគ្នាម្ដងទៀតខ្ញុំនឹងមិនឲ្យនាងចេញពីជីវិតរបស់ខ្ញុំម្ដងទៀតបាននោះឡើយលូឈីងហាក់បីដូចជាអ៊ីនបន្តិចផងដែរហើយអ្វីបានជាបងនិយាយភ្លាមៗបែបនេះយន្តហ្វេក៏បានបន្តនិយាយដោយសារតែខ្ញុំមានការភ័ន្តច្រឡំការពីអតីតកាលធ្វើឲ្យខ្ញុំមិនដែលបានឃើញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះខ្ញុំនោះទេពេលនោះឈីងលូក៏បានរើចេញពីរង្វង់ដៃយន្តហ្វេបានហើយកុំនិយាយរឿងមិនសមហេតុផលទៀតអ៊ីនចោះឡើងនេះទាំងពីរក៏បានបែបភ្នែកបំរុងនឹងថើបគ្នាទៅហើយឈូមូក៏បានមកកាត់ចង្វាក់តើនេះទាំងពីរមានរបួសត្រង់ណាដែរឬទេយន្តហ្វេក្អកបន្តិចប្រតិឆាឈូមូពេលនោះឈូមូក៏បានឆ្ងល់តើនេះហៅខ្ញុំថាយ៉ាងម៉េចតើមាននរណាវាក្បាលរបស់នេះឲ្យមានបញ្ហាមែនទេឈីងលូនាងក៏បានប្រកល់នៅឱសថទៅឲ្យយន្តហ្វេវាគឺជារូបមន្តសម្ងាត់របស់គ្រូសាខ្ញុំគូតែឲ្យព្យាបាលរបួសបងឲ្យឆាប់ជាសះស្បើយហើយខ្ញុំនឹងព្យាយាមរកថ្នាំមកព្យាបាលរបួសបងបន្ថែមទៀតដូច្នេះខ្ញុំលាសិនហើយហោះចេញទៅយ៉ាងលឿនពេលនោះឈូមូក៏បានភ័យខ្លាចចប់ហើយគ្រូសាស៊ីនិងគ្រូសាឈិនប្រកាសណាស់មិនអង្គុយមើលនៅស្ងៀមនោះទេបងយន្តហ្វេបងទៅតែជាសះស្បើយនៅសរសៃវិញ្ញាណក្បាច់គុណរបស់បងកម្លាំងធម្មពលគឺនៅខ្សោយពេកហើយដូច្នេះត្រូវតែលាក់ខ្លួនមួយរយៈពេលសិនខ្ញុំនឹងព្យាយាមរកវិធីបិទបាំងពួកគេយ៉ាងហោចណាស់ពួកគេត្រឹមតែបំបាក់ដៃបំបាក់ជើងរបស់ខ្ញុំតែប៉ុណ្ណោះមិនមែនជាបញ្ហាធំសម្រាប់ខ្ញុំនោះទេដោយសារតែខ្ញុំមានសុខភាពល្អក្នុងការជាសះស្បើយឡើងមកវិញយន្តហ្វេក៏បាននិយាយគ្រូសាឈិនគ្រូសាស៊ីបើមិនមែនដោយសារតែពួកគេនោះទេខ្ញុំក៏មិនរងទុក្ខភាពអាម៉ាស់នៃការសម្លាប់រង្គាលរបស់គ្រូសាយីនោះឡើយប៉ុន្តែអ្នកនិយាយត្រូវពេលនេះកម្លាំងរបស់ខ្ញុំគឺនៅខ្សោយខ្លាំងណាស់ដើម្បីដោះស្រាយវិបត្តិនៅពេលខាងមុខដំបូងត្រូវតែបំពេញនៅកម្លាំងរបស់ខ្ញុំជាមុនសិនឈូមូរងចាំខ្ញុំនៅទីនេះសិនហើយខ្ញុំនឹងប្រញាប់ត្រឡប់មកវិញនោះទេមិនឡាស់ទីយ៉ាងលឿនហក់ជន់ចុះឡើងដើម្បីបាញ់ខ្លួនរបស់គាត់ឡើងទៅលើលំហសុភាពបរោះទោះសងសឹកប៉ុន្មានឆ្នាំក៏មិនទាន់យឺតពេលនោះដែរស្រែកចាយដោយសារតែអកកំស៊ូលក៏បានធ្លាក់មកខាងក្រោមវិញបត់កអូយភ្លេចទៅតែខ្ញុំមិនអាចហោះហើរបានយូរនោះទេកាត់មកសំណាក់ស៊ីសំលេងស្រែករបស់ CD ក៏បានមកលឺឡើងលោកពុកត្រូវតែរកយុទ្ធធម៌ឲ្យកូនពេលនោះឪពុករបស់នាងក៏បានខឹងយ៉ាងខ្លាំងយន្តហ្វេអាចោមស៊ីតគេហ៊ានសញ្ញេផ្ដាច់ពាក្យជាមួយនឹងកូនជាសាធារណៈផងទង្វើបែបនេះគឺជាការប្រមាថគ្រូសាស៊ីរបស់យើងច្បាស់ណាស់ CD ក៏បានញុះញង់បន្ថែមទៀតពុកខ្ញុំបានទទួលរងការអាម៉ាស់យ៉ាងខ្លាំងដូច្នេះត្រូវតែសម្លាប់អាសម្រាមម្នាក់នោះចោលកុំអារម្មណ៍ឲ្យកូនស្រីទោះបីជាសរសៃវិញ្ញាណក្បាច់គុណរបស់គេបានត្រឡប់មកវិញក៏ដោយគេត្រឹមតែជាមនុស្សសម្រាមដែលស្ថិតនៅក្នុងកម្រិតទី3តែប៉ុណ្ណោះលើពីនេះទៅទៀតនៅមានមនុស្សជាច្រើនដែលចង់ឲ្យយន្តហ្វេស្លាប់ពុកអញ្ចឹងមានន័យថាគ្រូសាឈិនក៏ចង់ឲ្យយន្តហ្វេស្លាប់ដែរមែនទេនឹងហើយពុករបស់នាងមានឈ្មោះថាស៊ីធានយានស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលកណ្ដាលមិនមែនមានតែប៉ុណ្្នឹងនោះទេនៅមានគ្រូសាយីរបស់គេផ្ទាល់ផងដែរក៏លេចមកបន្ទប់ឈើប្រស្បើដែលគឺជាបង្គន់អាចមានបរិះម្នាក់កំពុងតែសប្បាយចិត្តជាមួយនឹងការឈឺជូរបន្ទាប់ពីបានចូលទៅបិទទ្វារក្លឹបទ្វារមួយទៀតដែលនៅក្បែរនឹងក៏បានបើកចេញមកគឺជាយន្តហ្វេដែលកំពុងតែស្រងំនៅក្នុងនោះបិទទ្វារទៅវិញក៏បានបន្តគិតក្នុងចិត្តក្រៅពីឈូមូគ្មានអ្នកណាដឹងនោះទេថាខ្ញុំមកវឹកហាត់នៅទីនេះបើមិនដូច្នោះទេខ្ញុំនឹងខ្មាស់គេអស់មួយជីវិតជាមិនខានខ្ញុំពិតជាមិននឹកស្មានថាខ្ញុំនឹងអាចកាត់ឡើងមកវិញបានម្ដងទៀតនោះទេគឺដោយសារតែបច្ចេកទេសព្រះអាទិត្យទាំង9អញ្ចឹងខ្ញុំត្រូវតែវឹកហាត់នៅបច្ចេកទេសមួយនេះឲ្យបានពេញលេញគុំដៃចុះឡើងលេងចេញនៅអំណាចបច្ចេកទេសព្រះអាទិត្យទាំង9ដូចជាការរំពឹងទុកមានបច្ចេកទេសព្រះអាទិត្យទាំង9និងអំណាចដែលបានផ្លាស់ប្ដូរអន្តរាយឋានសួគ៌នៅតែដដែលទោះបីជាយ៉ាងណាក៏ដោយកម្រិតកម្លាំងធម៌ពលរបស់ខ្ញុំគឺស្ថិតនៅក្នុងកម្រិតទី3នៃដំណាក់កាលពាក់កណ្ដាលវាហាក់ដូចជាការកាត់ឡើងសាជាថ្មីរបស់ខ្ញុំនៅលើកនេះគឺមាននៅកម្រិតធម៌ពលមិនធម្មតានោះទេដែលអាចរាសានៅព្រលឹងវិញ្ញាណពេញលេញរបស់អន្តរិយស៊ូគីចំពោះបញ្ហាគឺថារាងកាយរបស់ខ្ញុំគឺនៅខ្សោយខ្លាំងពេកមិនអាចគ្រប់គ្រងនឹងការវឹកហាត់បានល្អវាហាក់ដូចជាខ្ញុំនឹងត្រូវរកវិធីដើម្បីគ្រប់គ្រងអំណាចនេះនៅក្នុងពិភពលោកផ្សេងទៀតនាពេលអនាគតបើត្រូវបង្ខំប្រើប្រាស់វាពិតមែនខ្ញុំក៏មិនដឹងលទ្ធផលទៅជាយ៉ាងណានោះដែរឈប់គិតច្រើនផ្គុំដៃចុះឡើងសាយភារចំហាយធម្មពលពីពេញនឹងដែលធ្វើឲ្យបែបម្នាក់កំពុងតែជួសនៅបន្ទប់ក្បែរនឹងលន់មាត់ថាហេតុអ្វីបានជាខ្ញុំ
មានអារម្មណ៍ថាត្រជាក់យ៉ាងនេះសម្លឹងទៅភ្នែកស្លើគៀងតែម្ដងដោយសារតែបន្ទប់អង្គន់អាចទាំងមូលត្រូវបានខ្ទុះដាំងខ្ទេចហុយជោគសម្លឹងទៅឃើញយល់ហ្វេកំពុងតែអង្គុយថាសមាធិស្រ័យឡើងលាន់ពេញនឹងតែម្ដងមានមនុស្សកំពុងតែបំផ្ទុះនៅបង្គន់អាចនឹងឲ្យបងប្អូនទាំងអស់គ្នាសាយរឿងភាគទី1របស់យើងយ៉ាងម៉េចដែរតើរ៉េតឲ្យប៉ុន្មានដែរសម្រាប់ចំណងជើងជាភាសាខ្មែរអេដមីនសុំដាក់ឲ្យត្រូវជាមួយនឹងសាច់រឿងដែលមានចំណងជើងថាគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9សម្រាប់បងប្អូនដែលចង់ទស្សនាការសម្រាយរបស់ admin ដែលមានទាំងសម្លេងឈុតឆាកវាយគ្នាឈងឆាំងគុណភាពបែបត្រជាក់ភ្នែកចំពោះរឿងមួយភាគគឺសាច់រឿងពេញតែម្ដងមិនដោយការកាត់ដាក់នៅលើ YouTube ឡើយដែលវីដេអូនឹងរូបភាពឆ្កងចុះឆ្កងឡើងហើយបើមិនកាត់បែបនោះទេវានឹងជប់ copyright ផុសនៅលើ YouTube មិនចេញនោះទេប្រសិនបើបងប្អូនទាំងអស់គ្នាចង់ទស្សនាបែបគុណភាពត្រជាក់ភ្នែកអាចគ្រប់គ្រង admin បានតាមរយៈគុណគ្រប់ VIP របស់យើងដែលមានតម្លៃត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះស្មើនឹងកាត$1សម្រាប់រឿងគឺមានផុសជារៀងរាល់ថ្ងៃនៅក្នុងគុណគ្រប់របស់យើងហើយមិនមែនមានតែមួយរឿងនេះទេមានរហូតដល់6រឿងទៀតសម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍អាចតាក់ទងមក admin ដើម្បីសួរព័ត៌មានបន្ថែមបានចំពោះ link Telegram admin នឹងទម្លាក់នៅក្រោម comment និងឲ្យ admin promote ខ្លួនឯងតែប៉ុណ្្នឹងទេកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាយូរតោះចូលទៅកាន់ភាគបន្តដែលគឺជាភាគទី2របស់យើងចាប់ផ្ដើមនៅសាច់រឿងដែលទូប្រុសរបស់យើងយីហ្វៃកំពុងតែជិះសេះបាល់យ៉ាងលឿនចូលមកក្នុងវិមានគ្រូសាយីចុះពីលើខ្នងសេះភ្លាមកំហឹងរបស់គាត់ក៏ចាប់ផ្ដើមឆេះឡើងក្តាប់ដៃយ៉ាងណែនសម្លឹងមើលទៅអតីតកាលដែលពេលនោះឪពុករបស់គាត់កំពុងតែចាប់អូសដៃគាត់ចេញពីក្នុងវិមានគ្រូសាយីដែលកំពុងតែឆាបឆេះដោយភ្លើងដ៏សន្ធោសន្ធៅដែលគាត់ត្រូវបានឡោមព័ទ្ធនឹងវាប្រហារដល់គ្រូសាធំក្នុងនោះក៏មានគ្រូសាស៊ីដែលគឺជាស៊ីធានយានសប្បាយចិត្តយ៉ាងខ្លាំងដូចជាអស់10ដុល្លារម្នាក់ឯងហាតើពួកឯងចង់រត់ទៅណាក្រវែងកូនប្រុសរបស់គាត់យុនហ្វេចេញប្រញាប់រត់ទៅទុកឲ្យពុកជាអ្នករៀបផ្លូវរបស់ពួកគេពុកខ្ញុំមិនទៅណានោះទេយុនហ្វេបន្តឈរនៅមាត់ទ្វារសម្លឹងទៅវិមានគ្រូសាយីការសោកស្ដាយនៃជីវិតអតីតកាលរបស់ខ្ញុំដែលគឺជាការឈឺចុកចាប់បំភ្លេចមិនបានព្រោះថាអតីតកាលនោះគេបានអមនៅរាងកាយរបស់ឪពុករបស់គេស្រែកយំយ៉ាងខ្លាំងបន្តឈានជើងទៅខាងមុខខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកណាធ្វើបាបពួកគាត់បានទីនោះទេពេលនោះដែរដែលពោពេញទៅដោយចំហាយធម្មពលពោបៃតងក៏បានលូបវិប្រហាពីខាងក្រោយយុនហ្វេដឹងខ្លួនទាន់មិនចិត្តចំហាយធម្មពលនៅក្នុងដៃទប់រោមបន្តិចលន់សុទ្ធតែព្រើងស្គាល់យ៉ាងច្បាស់ជាមួយនឹងបច្ចេកទេសដើមមួយនឹងយីឈៀងបង្ហាញខ្លួនឡើងគឺជាអាម៉ាប់ម្នាក់ដែលមានឈ្មោះថាយីឈៀងស្ថិតនៅក្នុងកម្រិតទី5គេក៏បានស្រែកឡើងយីយុនហ្វេប្រញាប់ចោះចាញ់យើងភ្លាមទៅកាប់មួយដើមពីមួយទៅមហឹងយុនហ្វេក៏បានគិតផុតបន្តិចតើខ្ញុំមានមូលហេតុអ្វីចោះចាញ់ឯងដែលអាម៉ាប់យីឈៀងមិនខ្វល់ឡើយកាប់យកដោយសារតែឯងបានផ្លាច់ពាក្យជាមួយនឹងអូនសៀវឌីបង្កនៅបញ្ហាធំជាមួយនឹងគ្រូសាស៊ីក្នុងនាមខ្ញុំគឺជាកូនប្រុសម្នាក់នៃគ្រូសាយីត្រូវតែផ្ដល់នូវមេរៀនឲ្យឯងខ្លះនិយាយច្រើនពេកយុនហ្វេក៏បានដាល់ចេញទៅពី3ដៃធ្វើឲ្យអាម៉ាប់ខ្ទៀតប៉ាំងទៅខាងក្រោយជ្រូកបងបាយដូចជាឯងចង់មកផ្ដល់មេរៀនឲ្យយើងផងមិនឈប់នេះទាំងពីរក៏បានបន្តសម្រុកចូលរៀងខ្លួនអាម៉ាប់បានកាប់ចេញមួយចំហាយធម្មពលដើរទៅវាប្រហាយុនហ្វេក៏បានគិតផុតបន្តិចពីល្មមទេអាម៉ាប់មួយកំភ្លៀងផាច់ថែមមួយកំភ្លៀងទៀតធ្វើវាក៏បានធ្លាក់ដៃចេញពីដៃថយទៅខាងក្រោយបន្តិចយកដៃទាំងពីរក្តោបមុខរបស់វាក្រែងឯងស្ថិតនៅក្នុងកម្រិតទី3មែនទេហេតុអ្វីបានជាអាចទប់ទល់ជាមួយនឹងយើងបាននឹងហើយយុនហ្វេបន្ទាប់ពីស្រងំវឹកហាត់បំផ្ទុះនៅបង្កត់អាចបែកអស់មួយដែលធ្វើឲ្យគាត់ពេលនេះបានឈានទៅដល់កម្រិតទី3នៃការបន្សាបរាងកាយដំណាក់កាលកំពូលអាម៉ាប់មិនឈប់នៅឡើយដរាមណាខ្ញុំវាយឲ្យឯងខ្លាយទៅជាមនុស្សពិការដល់ពេលនោះបងប្រុសច្បងរបស់ខ្ញុំនឹងខ្លាយទៅជាអ្នកស្នងតំណែងនៃគ្រូសាយីបញ្ចេញនូវក្បាច់គុណយុទ្ធសាស្ត្ររបស់គេឡើងមកខ្សែភេទនៃចំហាយធម្មពលពុបៃតងពេញរាងកាយហក់ចូលទៅជាមួយនឹងយុទ្ធសាស្ត្រក្បាច់គុណរន្ទះជើងកំពូលឃាតករដែលវាបានលេចឡើងនៅចំហាយធម្មពលបាត់ជើងដ៏ធំសម្បើមធ្វើឲ្យគេក៏បានសប្បាយចិត្តម្លងនេះឯងប្រកាសជាស្លាប់ហើយដល់យុនហ្វេមិនមានការព្រឺព្រួយអ្វីនោះទេក៏បានក្រវីក៏បានបន្តិចដកដង្ហើមធំមិនឡាស់ទីបាត់ពីទីនោះភ្លាមតែម្ដងបង្ហាញខ្លួនម្ដងទៀតជាមួយនឹងធម្មពលពីរាងកាយនៅលើលំហម៉ាត់អាម៉ាប់មួយដៃកណ្ដាលមុខពេញដឹបខ្ទេតប៉ាំងទៅខាងក្រោមហើយជុកបកធូលីចេញបន្តិចរន្ទះជើងឃាតករកំពូលរបស់ឯងគ្មានអ្វីអស្ចារ្យនោះទេសាបដែលអាម៉ាប់ពេលនោះជើងរបស់គេមួយខាងលិចចូលទៅក្នុងដីបែកក្អួតពេញមាត់ភ្លាមនោះក៏មានសម្លេងរបស់ព្រឹទ្ធាចារ្យម្នាក់ក៏បានបន្លឺឡើងតើឯងគឺជាអ្នកណាហ៊ានបើកការវាប្រហារនៅទីនេះផងទេចេញចំហាយធម្មពលបាត់ដៃដ៏ធំសម្បើមវាប្រហារទៅរកយុនហ្វេក្រឡេកឃើញតួនហក់កិច្ចទៅខាងក្រោយបន្តិចបង្ហាញខ្លួនឡើងគឺជាចាស់ព្រឹទ្ធាចារ្យនៃគ្រូសាយីដែលមានឈ្មោះថាយីជុងនៀនស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលដំបូងអាម៉ាប់ពេលនោះក៏បានលន់មាត់បន្តិចថាពុករួចហើយក៏សន្លប់ទៅវិញដែលធ្វើឲ្យយីជុងនៀនខឹងយ៉ាងខ្លាំងក្តាប់ដៃយ៉ាងណែនសម្រាមឯងពិតជាហ៊ានមានធ្វើបាបកូនប្រុសរបស់យើងសំឡឹងមើលមុខគ្នាបន្តិចខ្សែភេទចំហាយធម្មពលរៀងខ្លួនចេញពីរាងកាយដោយពេលនោះយុនហ្វេក៏បានស្រមៃទៅអតីតកាលដែលគឺជាយីជុងនៀនបានចាក់ឪពុករបស់គាត់មួយដៃឃ្លុះទ្រូងតាកាចាស់គឺជាឯងសម្រាមតើឯងហៅយើងថាយ៉ាងម៉េចស្រូបទានធម្មពលទេចេញទៅជាមួយនឹងបាតដៃដ៏ធំសម្បើមត្រូវយុនហ្វេដឹបហុយខ្ទេតប៉ាំងទៅខាងក្រោយជាមួយនឹងរបួសឈាមហូរតាមមាត់ដែលធ្វើឲ្យអតរិយីក៏បានដឹងពីភាពខុសគ្នានៃកម្រិតធម្មពលរវាងកម្រិតអាណាចក្រហើយនឹងដំណាក់កាលគឺវាខុសគ្នាធំធេងខ្លាំងណាស់ពេលនោះយីជុងនៀនក៏បានបន្ថែមនូវយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់បន្ថែមទៀតឯងត្រឡប់មកវិញទាល់តែបានដូច្នេះម្ដងនេះខ្ញុំមិនដោះលែងឲ្យឯងរួចខ្លួននោះទេចេញទៅជាមួយនឹងចំហាយធម្មពលបាត់ដៃ3ដែលអតរិយីក៏បានគិតឲ្យពេលនេះខ្ញុំមិនអាចប្រយុទ្ធទប់ទល់ជាមួយនឹងគាត់បាននោះទេអាចប្រើប្រាស់បានតែរាងកាយនិងលបឿនរបស់ខ្ញុំតែប៉ុណ្ណោះជ្រើសរើសយកគម្ពីរក្បាច់គុណមួយបន្ទាប់មកក៏បានលាស់ទីយ៉ាងលឿនដែលគឺជាយុទ្ធសាស្ត្រក្បាច់គុណជំហានដល់ទេវភាពកិច្ចចេញពីចំហាយធម្មពលបាត់ដៃជាច្រើននោះបន្តបន្លាស់ទីកិច្ចចុះកិច្ចឡើងក៏បានមកបង្
បង្ហាញខ្លួននៅចំពោះមុខយីចុងនៀនដល់ដៃយ៉ាងណាជាមួយនឹងចំហាយធម្មពលដល់ចូលរៀងខ្លួនចូលចង្ការកើយមួយផាច់ប៉ុន្តែយុនហ្វៃក៏បានត្រូវមួយដៃចូលទ្រូមកវិញដឹបខ្ទៀតប៉ើងខណៈពេលនេះអាម៉ាប់កំពុងតែដកជើងរបស់គេដែលលេចចូលទៅក្នុងដីបន្ទាប់ពីដកបានរាងកាយរបស់យីចុងនៀនដែលត្រូវបានខ្ទៀតប៉ើងក៏បានទៅសង្កត់លើអាម៉ាប់ម្ដងទៀតដឹបហុយជោគងើបឡើងមកវិញបន្តិចក៏បានស្រែកជេរតែឯងបានរៀននៅយុទ្ធសាស្ត្រក្បាច់គុណនេះពីណាមកយុនហ្វៃក៏បានស្ដីអ្វីនៅសារតាកាចាស់ឯងមានភ្នែកមិនចេះមើលគិតតែពីរឿងចង់ដណ្ដើមតំណែងគ្រប់គ្រងទៅលើគ្រូសាយីចុងនៀនគ្មានជេរទៅឈឺអាចង់រ៉ាយ៉ូស្រែកបញ្ចេញនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ឡើងមកខ្ញុំមិនខ្វល់ថាឯងទទួលបានអំណាចយុទ្ធសាស្ត្រក្បាច់គុណអ្វីនោះទេនៅក្នុងថ្ងៃនេះខ្ញុំត្រូវតែកម្ចាត់ឯងចោលក្រវេជ័យនៅក្រញាំយុទ្ធសាស្ត្រវិប្រហាចូលទៅយុនហ្វៃក៏បានគេចផុតបន្តិចបន្តវិប្រហាចេញទៅជាមួយនឹងធម្មពលវិញ្ញាណអេនទ្រីស្រែកខ្វាដែលធ្វើឲ្យយុនហ្វៃក៏បានប្រប្រានធម្មពលរបស់គាត់ទប់រងអាសម្រាប់លុតជង្គង់នៅចំពោះមុខយើងភ្លាមដោយជង្គង់របស់យុនហ្វៃហ៊ីបនឹងដល់ដីទៅហើយគេក៏បានប្រឹងឡើងមកវិញខ្ញុំមិនលុតជង្គង់ឲ្យមនុស្សថោកទាបដូចជាឯងនោះទេអ្វីដែលឯងបានជម្រាបខ្ញុំពីអតីតកាលត្រូវតែសងអស់នៅក្នុងថ្ងៃនេះហើយខ្ញុំនឹងប្រយុទ្ធជាមួយនឹងឯងរហូតដល់ស្លាប់ពេលនោះសំឡេងមួយក៏បានស្រែកថាតើអ្នកណាហ៊ានធ្វើបាបកូនប្រុសរបស់ខ្ញុំវាប្រហាចូលទៅជាមួយនឹងធម្មពលវិញ្ញាណបាក់សៃដ៏ធំសម្បើឌឹមខ្ទេចយីចុងនៀនក៏បានខ្ទេចប៉ាមកខាងក្រោយឯងពិតជាហ៊ានមែនដែលវាកូនប្រុសរបស់ខ្ញុំតែឯងមិនគោរពថាខ្ញុំគឺជាចៅហ្វាយនៅទីនេះទេនឹងហើយគាត់គឺជាឪពុករបស់យុនហ្វៃដែលមានឈ្មោះថាយីធានពេងដែលស្ថិតនៅក្នុងកម្រិតអាណាចក្រផែនដីដំណាក់កាលពាក់កណ្ដាលពេលនោះយីចុងនៀនក៏បានងើបឡើងមកវិញបន្តិចយីធានពេងទោះបីជាឯងជាលោកម្ចាស់នៃគ្រូសាយីក៏ដោយប៉ុន្តែឯងវាលំអៀងពេញចិត្តតែកូនប្រុសរបស់ឯងតែប៉ុណ្ណោះថែមទាំងពេលនេះយុនហ្វៃបានធ្វើបាបគ្រូសាយីទាំងមូលទៀតផងយីធានពេងក៏បានសួរតែកូនប្រុសរបស់ខ្ញុំបានធ្វើអ្វីត្រូវហើយជាការពិតណាកូនប្រុសរបស់ឯងបានប្រព្រឹត្តនៅក្បាច់គុណផ្ទាល់ខ្លួនរបស់គេបំបាក់ដៃជើងកូនប្រុសគ្រូសាឈិនទ្រាំស្ដាប់លេងបានពុករបស់យុនហ្វៃក៏បានទាមម្ដាយផាំងកណ្ដាលមុខយីចុងនៀនលន់សូតែផាច់វិលខ្ញាល់លូនជង្គង់ម្ដងទៀតងើបឡើងមកវិញយីធានពេងចាំមើលតើឯងអាចការពារកូនប្រុសរបស់ឯងបានយូរប៉ុន្មានទៀតធ្វើអ្វីមិនបានក៏បាននាំកូនប្រុសកម្មាប់របស់គេត្រឡប់ទៅវិញកូនប្រុសតើមានរបួសត្រង់ណាទេពេលនោះយុនហ្វៃក៏បានរត់ចូលទៅអោបឪពុករបស់គាត់យំផងនិយាយផងវាពិតជាល្អណាស់ដែលខ្ញុំបានជួបពុកម្ដងទៀតកូនប្រុសកូនអោបពុកបែបនេះពិបាកនិយាយខ្លាំងណាស់ថយចេញមកវិញបន្តិចបានពុកដោយសារតែខ្ញុំត្រេកអរខ្លាំងពេកខណៈពេលនោះសំឡេងរបស់ក្មេងស្រីម្នាក់ក៏បានស្រែកបន្លឺឡើងលោកគ្រូពេលនេះលោកគ្រូបានត្រឡប់មកវិញហើយត្រេកអរខ្លាំងពេកក៏បានលោតទៅអោបយុនហ្វៃជាប់គាត់ក៏បាននិយាយបានហើយលេខខ្ញុំសិនទៅដែលនាងមានឈ្មោះថាសៀវអឺមិនទោះពីឃើញនាងអោបកូនប្រុសរបស់គាត់ធ្វើឲ្យគាត់ក៏បានក្រហែមបន្តិចសៀវអឺបន្ទាប់ពីទម្លាក់ខ្លួនចុះមកវិញក៏បានលីរណាត់ឌឺយុនហ្វៃក៏បានចាប់ក្បាលរបស់នាងលេងបន្តិចបែកគ្នាមិនទាន់បានយូរប៉ុន្មានផងនាងមានកម្លាំងធម្មពលខ្លាំងបែបនេះដោយឪពុករបស់គាត់ក៏បានខាត់ពួកនេះទាំងពីរបានហើយឈប់ប្រឡែងគ្នាទៅពេលនោះក៏បានឃើញមនុស្សពីរនាក់គ្រានៅព្រឹត្តិការណ៍ទី2នៃគ្រូសាយីដើរចូលមករំភើបយ៉ាងខ្លាំងយុនហ្វៃបានត្រឡប់មកវិញហើយខ្ញុំបានឮមកថាសរសៃវិញ្ញាណក្បាច់គុណរបស់អ្នកបានជាសះស្បើយតើវាគឺជាការពិតមែនទេដែលធ្វើឲ្យឪពុករបស់គាត់ក៏បានភ្ញាក់ផ្អើលយុនហ្វៃធម្មពលវិញ្ញាណក្បាច់គុណរបស់កូនត្រឡប់មកវិញមែនទេបាទត្រូវហើយលោកពុកលោកតាទី2ពេលនេះធម្មពលក្បាច់គុណរបស់ខ្ញុំត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញចាប់ពីពេលនេះតទៅគ្មាននរណាហ៊ាននិយាយអាក្រក់ពីខ្ញុំទៀតនោះទេនៅពេលនោះពុករបស់គាត់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងពិតជាស័ក្តិសមនឹងខ្លាយជាកូនប្រុសដ៏ល្អរបស់យីធានពីងខ្ញុំមែននេះរកគ្នានៅទីនោះក៏បានរំភើបជំនួសផងដែរលបងយុនហ្វៃពេលនេះបងបានត្រឡប់មកខ្លាំងម្ដងទៀតហើយត្រូវហើយខ្ញុំយីយុនហ្វៃបានត្រឡប់មកវិញក្រឡេកមកសាលប្រជុំនៃគ្រូសាយីដែលយុនហ្វៃបានរៀបរាប់ប្រាប់ឪពុករបស់គាត់ខឹងយ៉ាងខ្លាំងច្បាច់ពេញតែបែកខ្ចាយថាយ៉ាងម៉េចយីចុងនៀនបានខົບខិតជាមួយនឹងគ្រូសាឈិនហើយនឹងគ្រូសាស៊ីត្រូវហើយពុកខ្ញុំបានប្រមូលផុតតាំងបានមួយចំនួនចាប់តាំងពីកូនបានបាត់បង់នៅធម្មពលវិញ្ញាណក្បាច់គុណធ្វើឲ្យពួកគេបានចង់បានដំណ័យមួយនេះប៉ុន្តែពួកគេមិនគួរណាទៅខົບខិតជាមួយនឹងគ្រូសាឈិនហើយនឹងគ្រូសាស៊ីនោះទេដែលធ្វើឲ្យពួកគេកំពុងតែលេងជាមួយនឹងភ្លើងហើយដុតខ្លួនឯងនៅក្នុងទីក្រុងយៀនយឺយើងនេះមាននៅគ្រូសាធំ4គ្រូសាឈិនគ្រូសាស៊ីគ្រូសាយីហើយនឹងគ្រូសាលូមិនដែលមានចំនួននៅគ្នារយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែមានគ្រូសាមួយដែលមានផ្នែកចតាចង់លេបយកគ្រូសា3ផ្សេងទៀតយុនហ្វៃក៏បានបន្តប្រាប់ពុករបស់គាត់យីចុងនៀនហ៊ានវាប្រហារខ្ញុំដោយបើកចំហវាប្រកាសជាមានព្រឹត្តិការណ៍ម្នាក់ណាដែលនៅក្នុងគ្រូសារបស់យើងនៅខាងគាត់ដូច្នេះកិច្ចប្រជុំធំរបស់គ្រូសាយីនៅ3ថ្ងៃខាងមុខពុកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់មិនអីនោះទេពុកបានធ្វើជាមេគ្រូសាអស់រយៈពេលជាច្រើនឆ្នាំមកហើយមាននៅយុទ្ធសាស្ត្រក្បាច់គុណដែលអាចការពារខ្លួនបានត្រូវហើយកូនប្រុសហេតុអ្វីបានជាធម្មពលវិញ្ញាណក្បាច់គុណរបស់កូនឆាប់ជាសះស្បើយម្ល៉េះសម្លឹងមើលមុខបន្តិចបន្ទាប់ពីដឹងថាយុនហ្វៃមិនចង់និយាយប្រាប់គាត់ក៏មិនដេញដោលទៀតនោះទេវាល្អហើយឲ្យតែកូនបានត្រឡប់មកដូចដើមវិញការប្រកួតដណ្ដើមជើងឯកនឹងធ្វើឡើងនៅ3ថ្ងៃខាងមុខទៀតយីចុងនៀនពិតជាឲ្យកូនប្រុសច្បងរបស់គេយីឡៃកំណត់គោលដៅទៅលើកូនជាមិនខានហើយយីឡៃប្រហែលជាបានទម្លាក់ទៅកម្រិតទី8នៃការបន្សុទ្ធរាងកាយរួចរាល់ហើយពេលនោះយុនហ្វៃក៏បាននិយាយកុំព្រួយបារម្ភអីពុកខ្ញុំប្រកាសជានឹងយកឈ្នះនៅក្នុងការប្រកួតក្នុងរយៈពេល3ថ្ងៃខាងមុខនេះពុកកម្រិតធម្មពលដាំដុះរបស់ពុកត្រូវបានជប់គៀងពាក់កណ្ដាលដំណាក់កាលនៃអាណាចក្រផែនដីវាប្រហែលជា7ឆ្នាំមកហើយប្រសិនបើខ្ញុំចម្រាញ់ថ្នាំគ្រប់កម្រិតទី3បានជោគជ័យវានឹងអាចជួយពុកទម្លាក់ទៅកម្រិតបន្ទាប់ទៀតដោយយីធានពីងគាត់មិនមានសង្ឃឹមនោះទេអ្វីដែលកូននិយាយគឺត្រូវប៉ុន្តែថ្នាំគ្រប់វិញ្ញាណកម្រិតទី3គឺពិបាករកខ្លាំងណាស់ថែមទាំងមានតម្លៃខ្ពស់ទៀតផងគ្រូសាយីរបស់យើងមិនមានសមត្ថភាពទិញនោះទេបានហើយបំភ្លេចវាចោលទៅពុកលេងខ្វល់ទៀតហើយយុនហ្វៃក៏បាននិយាយវាគ្រាន់តែជាគ្រាប់ថ្នាំវិញ្ញាណកម្រិតទី3តែប៉ុណ្ណោះវាគ្មានអ្វីពិបាកសម្រាប់ខ្ញុំនោះទេពុកតើហាងលក់ឱសថដ៏ធំជាងគេនៅក្នុងទីក្រុងរបស់យើងនៅឯណាហាងលក់ឱសថវាពេទ្យណាគឺគ្រប់គ្រងដោយគ្រូសាលីងស៊ីងហ្វឹងទោះបីជាពួកគេមាន
នៅអសត់គ្រឿងផ្សំទាំងអស់នោះក៏ដោយប៉ុន្តែពួកគេចង់រកស៊ីជាមួយតែអ្នកជំនួយដែលខ្លាំងប៉ុណ្ណោះប្រភពដើមម្ចាស់ដែលបានគ្រប់គ្រងនៅទីនោះគឺអាចកំបាំងខ្លាំងណាស់ថែមទាំងពិបាកទប់ទល់ជាមួយនឹងបច្ចេកទេសកូនកំបិតរបស់គេទៀតផងយុនហ្វៃក៏បានបន្តសួរតើបច្ចេកទេសកូនកំបិតរបស់គេខ្លាំងក្លាមែនទេពុកមិនអាចបញ្ជាក់ការពិតបាននោះឡើយដូច្នេះកូនត្រូវតែទៅសាកល្បងដោយខ្លួនឯងយុនហ្វៃមកមែនពេលនេះកំពុងតែឈរនៅមុខហានឈីងស៊ីងហ្វឹងបន្ទាប់មកក៏បានដើរចូលមកដល់ខាងក្នុងពិតជាប្រណិតមែនមានមនុស្សជាច្រើននៅទីនោះដោយនារីម្នាក់ក៏បានមកសួរនេះប្រុសតែចង់ទិញអ្វីដែរបាទខ្ញុំចង់ទិញនៅគ្រឿងផ្សំឱសថមួយចំនួននារីម្នាក់នោះក៏បាននិយាយប្រាប់ដំបងលោកត្រូវតែបង្ហាញនៅឈ្មោះឱសថដែលលោកត្រូវការទិញបន្ទាប់មកបង្ហាញបញ្ជីឈ្មោះដែលលោកបានកត់ឲ្យទៅលោកលូដែលគាត់កំពុងតែអង្គុយរងចាំនៅខាងក្នុងបន្ទាប់ពីដល់វេនរបស់យុនហ្វៃគាត់ក៏បានដកនៅបញ្ជីឈ្មោះប្រកល់ទៅឲ្យអ្នកគ្រប់គ្រងតើឱសថដែលខ្ញុំត្រូវការមានតម្លៃប៉ុន្មានអាប៉ែអ្នកគ្រប់គ្រងម្នាក់នោះមានឈ្មោះថាលូដានបន្ទាប់ពីយកមកអានធ្វើគេក៏បានភ្ញាក់ផ្អើលទៅវាអាចទៅរួចរបៀបណាឥតប្រយោជន៍សម្លឹងទៅមើលមុខយុនហ្វឹងបន្តិចធ្វើឲ្យគាត់ក៏បានស្គាល់ឯងគឺជាអាសម្រាមនៃគ្រូសាយីមែនទេឱសថទាំងអស់នេះមិនមែនជាវិជ្ជាបញ្ជានោះទេវាគឺជាថ្នាំពុលកូនចៅអូអាសម្រាមនេះចេញទៅវិញភ្លាមទៅធ្វើឲ្យយុនហ្វៃក៏បានថាតើគ្រូសាលូមកគ្រប់គ្រងហាងឱសថឈីងស៊ីងហ្វឹងតាំងពីពេលណាលូដានក៏បានទាស់ទុកមួយដៃងើបឡើងត្រូវហើយខ្ញុំគឺជាអ្នកទទួលខុសត្រូវនៅទីនេះខ្ញុំកំពុងតែកំណត់គោលដៅមនុស្សសម្រាប់ដូចជាឯងចង់អល់ទ្រូងយុនហ្វឹងញយពេកក៏បានស៊ីមួយកំភ្លៀងលន់សុទ្ធតែផាច់ស្រែកចាយខ្ទេតប៉ាំងទៅខាងក្រោយវិញដែលធ្វើឲ្យគាត់ក៏បានខឹងយុនហ្វៃឯងហ៊ានធ្វើបាបមនុស្សនៅក្នុងហាងឱសថឈីងស៊ីងហ្វឹងផងយុនហ្វៃក៏បាននិយាយបញ្យល់ប្រាប់ពួកគេអ្នកដែលមានជំនាញខាងឱសថថ្នាំនៅក្នុងហាងឈីងស៊ីងហ្វឹងបែរជាមិនយល់រូបមន្តថ្នាំគ្រប់វិញ្ញាណកម្រិតទាបបែបនេះវាហាក់ដូចជាហាងឱសថឈីងស៊ីងហ្វឹងល្បីតែឈ្មោះតែគ្មានខ្លឹមសារដែលធ្វើឲ្យអពាក់កន្ទឺលូដាក៏បានបញ្ឆេះនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ឡើងមកឈប់ត្រង់នឹងឲ្យអាសម្រាមខណៈពេលនោះនៅជាន់ទី2នារីម្នាក់ក៏បានទះដៃផាច់យុនហ្វៃក៏បានចាប់អារម្មណ៍សម្លឹងទៅបញ្ចេញនៅផ្លិតរបស់នាងបិទនឹងទ្រូងឲ្យនិយាយពិតជាហ៊ានមែនដែលនិយាយថាហាងឱសថឈីងស៊ីងហ្វឹងរបស់ខ្ញុំល្បីតែឈ្មោះសម្រាប់ខ្លួនចុះមកខាងក្រោមដែលធ្វើនាងរស់គ្នាបើកភ្នែកលើចំហមាត់ពិតជាស្រស់ស្អាតមែនដែលនាងគឺជាម្ចាស់នៅទីនេះឈ្មោះថាសៀវឈូឈូអាកន្ទឺក៏បានប្រញាប់រត់ចូលមករាយការណ៍នាងគឺជាគេសម្លឹងមកបន្តិចអាកន្ទឺក៏បានឈប់ដែលពេលនោះសៀវឈូឈូក៏បានប្រើផ្លិតរបស់នាងវាអាកន្ទឺផាច់ខ្ទេតប៉ាំងស្ដុកទៅខាងក្រោយវាមិនទាន់ដល់វេនរបស់នាងដែលត្រូវលូកមាត់នោះទេបើកផ្លិតបិទមុខបន្តិចដើរចូលទៅខាងមុខយុនហ្វៃពេលនោះក៏បានប្រាប់ការភ្នែកព្រានរបស់គាត់សម្លឹងទៅនាងញញឹមបន្តិចព្រោះដឹងថានៅក្នុងរាងកាយរបស់នាងកំពុងតែមានជាតិពឹសវានឹងធ្វើឲ្យអ្វីៗកាន់តែងាយស្រួលហើយឈូនាងក៏បាននិយាយខ្ញុំពិតជាសោកស្ដាយណាស់ដែលអ្នកគ្រប់គ្រងហាងឱសថរបស់ខ្ញុំធ្វើការមិនបានល្អអញ្ចឹងខ្ញុំសូមដោះស្រាយជាមួយនឹងអ្នកប្រុសខាងនេះសិនសូមអញ្ជើញអ្នកទាំងអស់គ្នាត្រឡប់ទៅមុនដែលធ្វើឲ្យយុនហ្វៃក៏បានដឹងនាងគឺជាម្ចាស់នៅទីនេះឈ្មោះថាសៀវឈូឈូរហ័សនាងទេពអប្សរកំបិតអាត់កំបាំងនាងក៏បានញញឹមតបទៅវិញបើខ្ញុំចាំមិនខុសនោះទេលោកគឺជាអ្នកប្រុសនៃគ្រូសាយីពេលនោះនាងក៏បានបញ្ចេញនៅប្រដាប់គិតលេខខ្ញុំមិនខ្វល់ថាលោកមកនេះមានគោលបំណងអ្វីនោះទេប៉ុន្តែពេលនេះខ្ញុំប្រញាប់លោកបានធ្វើឲ្យខូចខាតសរុបទាំងអស់មានចំនួន3321កាក់មាសយុនហ្វៃក៏បានក្រវែងចេញបន្តិចខ្ញុំគ្មានប្រាក់នោះទេបើអញ្ចឹងមានតែលោកមកទីនេះដើម្បីបង្កបញ្ហាលោកពិតជាមនុស្សមិនល្អនោះទេបើអញ្ចឹងខ្ញុំនឹងមិនរៀនអ្នកឲ្យស្គាល់ថ្នាំខ្លាំងម្ដងសម្រុកចូលយ៉ាងលឿនជាមួយនឹងផ្លិតនៅក្នុងដៃរបស់នាងវាប្រហារចេញទៅដែលស្រួលដូចជាកំបិតយុនហ្វឹងក៏បានព្យាយាមកិច្ចពេលនោះនាងក៏បានលើកជើងល្វែងរបស់នាងដាក់ទៅលើស្មារបស់យុនហ្វឹងលោកបិទភ្នែកបែបនេះអ៊ីនខ្ញុំមែនទេយកដៃក្រវែងជើងរបស់នាងចេញប្រាំរៀមពីចុចជីបចោលទៅលើចង្កេះរបស់នាងកម្លាំងឈីដែលបានជាប់នៅក្នុងរាងកាយរបស់នាងគឺខ្លាំងក្លាណាស់ចាប់ទាញដៃរបស់នាងបត់មកខាងក្រោយជន់នៅកែងជើងបន្តទាពី3ដៃទីទៅលើចង្កេះរបស់នាងពេលនេះជាតិពុលបានកកជាប់ដែលធ្វើឲ្យកម្លាំងធម្មពលរបស់នាងបានចុះខ្សោយអាឡាត់ខ្លួនមកខាងលើបន្តិចបន្តបន្លាស់ទីចូលទៅចុចជីបចោលទៅលើទ្រូងរបស់នាងស្ទាតប៉ាមកខាងក្រោយបន្តិចនាងនៅតែព្យាយាមសម្រុកចូលទៅវាប្រហារម្ដងទៀតគប់ចេញនៅចំហាយធម្មពលផ្លិតចូលទៅវាប្រហារយុនហ្វៃបន្ទាប់ពីឃើញបែបនោះក៏បានបន្លាស់ទីកិច្ចចេញរត់ចូលយ៉ាងលឿនចាប់ដៃរបស់នាងទាញចូលទាញមួយដៃទៅលើទ្រូងដែលធ្វើឲ្យនាងបានកកឈាមចេញមកយុនហ្វៃដាក់ដៃធ្វើការគោរពគូសមឲ្យខ្ញុំសុំទោសផងដែលដៃធ្ងន់ខណៈពេលនោះព្រឹទ្ធាចារ្យហួងក៏បានបញ្ឆេះនៅយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ឡើងមកដោយមានការព្រួយបារម្ភពីនាងរបស់គាត់បំរុងនឹងបើកការវាប្រហារទៅហើយឈូក៏បានខាត់ឈប់សិនពេលនេះកម្លាំងឈីរបស់ខ្ញុំបានប្រសើរឡើងគួរឲ្យកត់សម្គាល់តើលោកគឺជានរណាមកទីនេះមានគោលបំណងអ្វីយុនហ្វៃក៏បានប្រាប់ថាខ្ញុំអាចព្យាបាលជំងឺរបស់នាងបានក៏អាចធ្វើឲ្យនាងទម្លុះទៅកាន់កម្រិតបន្តបានដែរបញ្ចេញនៅផ្លិតរបស់គាត់ឡើងមកអាស្រ័យលើនាងជឿខ្ញុំឬអត់ឈូនាងលេងគិតច្រើនទៀតហើយអញ្ជើញអ្នកប្រុសយីចូលទៅផឹកតែជាមួយនឹងខ្ញុំមួយពេងក្រឡេកមកក្នុងទីប្រជុំជននៅឈៀងលូនាងកំពុងតែកាន់នៅប្រអប់មួយសម្លឹងចុះឡើងនេះគូទៅទើសដល់ដែលត្រឹមត្រូវមែនទេត្រឡប់ចុះត្រឡប់ឡើងនៅតែរកទើសដៃមិនទាន់ឃើញច្បាស់លាស់សម្លឹងទៅខាងមុខបន្តិចសង្ស័យតែផ្លូវមួយនេះហើយដើរតម្រង់ទៅស្ដាប់ឮនៅបរិះពីរនាក់កំពុងតែនិយាយគ្នានៅក្រលៀតជាងហាក់បីដូចជាពួកគេកំពុងតែដោះដូរនៅឱសថមកកញ្ចប់$10 $20អេដមីននិយាយលេងនោះទេដោយបរិះម្នាក់ក៏បាននិយាយប្រាប់ថាប្រញាប់រាយការណ៍ទៅប្រាប់លោកម្ចាស់របស់ឯងភ្លាមទៅពួកចាស់ព្រឹត្តិការណ៍របស់ខ្ញុំច្បាស់ជាកំចាត់យីធានពីងក្នុងរយៈពេល3ថ្ងៃខាងមុខទៀតដូច្នេះមិនចាំបាច់ឲ្យលោកម្ចាស់ឈានមានការព្រួយបារម្ភនោះទេកាត់មកក្នុងផ្ទះគ្រូសាឈីងស៊ីងហ្វឹងដែលកញ្ញាឈូបានអញ្ជើញយុនហ្វៃមកផឹកតែខ្ញុំមិននឹកស្មានថាអ្នកប្រុសយីនៅក្មេងបែបនេះមានសមត្ថភាពដ៏អស្ចារ្យបានហើយខ្ញុំមិនអូបន្លាយពេលយូរនោះទេចូលពួកយើងនិយាយពីកិច្ចសហការគ្នាវិញល្អជាងលោកពិតជាអាចព្យាបាលជំងឺរបស់ខ្ញុំបានមែនទេប្រកាសណាស់ហើយចូលនាងគិតច្បាស់ហើយឬនៅដោយពេលនោះព្រឹត្តិការណ៍ហួងនៅតែមិនជឿជាក់ទៅលើយុនហ្វៃប្រសិនបើឯងហ៊ានបោកប្រាស់គ្រូសាឈីងគ្រូសាធំទាំងអស់នៅក្នុងក្រុងយិនយូនឹងមិនលើកលែងឲ្យគ្រូសាយីនោះទេយុនហ្វៃក៏បានហុចនៅបញ្ជីឈ្មោះអសតដែលគេបានកត់ទុកប្រសិនបើលោកព្រឹត្តិការណ៍មិនជាអាចយកទៅ
เป็นเน็ตมือบานจับกันโยมมืออ่านมันแต่เพียบเอาอย่างคลังฮะประตูตึงมุกตะจีรีจีตรีอ้อยอย่างคลังวิเป็นที่ออจาเมนเครื่องซ่อมแบบนี้เมียนเรียกอนาสมบัติได้โดยไล่พิคเนียปันใต้เมียนอัติโพลไอรูมันโจจมูกนึงเครียบานได้ไล่ช่วยผลเรื่องมูลฐานคือเนี่ยวัคซีนใบคุณวิเป็นคือเชื้อรูปมูลกำนอบตรบดอกคำร้อมวยเลือกเป็นเนติเวไอช่วยสมานในจิตโพลในขนมเรียงกายระบบเนี่ยวัคซีนใบคุณมันพองได้นึ่งไอจมูกตลอดการนำดอกระบบปุกอดนัดถวยปฏิจจาห่วงรัตสบายเฉิดทนำกำร้อนี่เนียงวิคือเชื้อรูปมูลเปิดย้อนฟังกับมันเจ็บปรับติดถามบ่จำรันบ้านโจกเจยนึ่งถวยตีบซาหางระบบเนี่ยกันแต่ทอมตุลุ่มตุเลียห้องการบามาดอลหายชูแต่กระดับโยกนี่เรียกขันหมอกแต่ลูกจอมาเอาไว้บาดชมจุดเจ็ดในเย่ตรองให้ซ้ำไม่มันผลชมจองสหการจมูกหนึ่งหางระบอนเนียงดำใบอภิวัตรูปมุนมุ้ยนี่การแบ่งใจประจำใน50และทวยปฏิจจาห่วงเหมือนยศรอบโนเตลูกจำนายติดแต่จำนั้นเจริญเป็นนกกัญญาชูกับมันคนปฏิจจาห่วงบานให้จำนายในโปรยีไอตัวบานประจำในจีรีโรคายจับไปเป็นนิต่อเตยจมปวดสดมวยจำนวนในลูกตระกาไอโจตโยกในขนมหางระบบขยมมันให้ประจำในขยมหนึ่งพญาเตยจีรีโรคายดอกที่ระบบลูกตัวย้อนไฟกับมันยืนมันติดล้อสหการจีรีปันไตขยมจองมันประมวยจำนวนในเลยนี่ชูเหมือนปะได้ใส่โนเตขยมหนึ่งเอาโลกเหมือนทมวิญญาณได้เวบานประตูในขนมจีนอวกาศมวยนี่คือเชื่อมน้อยตัวคลุมระบบขยมในบานจูตโลกย้อนไฟอย่างนี้มันติดตรีอ้อยยังขลังเป็นมดเหมือนเจ็ดนูเตนี่เนียงซิลปัจจุบันเจ็ดตัวเลียจับตั้งไปปูยังมันสหการเพราะแต่บัตรการกิจพร้อมปริ้งจมือหนึ่งขณีเพื่อการกรบออกคนเป็นนิขยมเป็นรำคาญตีนูเตชูเนี่ยกับบานคอร์ดชบเส้นตาโลกเป็นเพลย์เอาไว้มวยดาริเตบ้านสำหรับครึ่งสมาสอดแบบเชี่ยบ้านในจมือระบบเนียงวิเมียนพลายเชอร์ยืนเลี้ยงจำนวนดอกแบบสมาร์ทเทียนซื่อจำนวน30 ดาวนึ่งสมบัติดาวเชื่อใบไส้จำนวนใบปลอเตี้ยจ้องกลอยคือดาวเชื่อกระโอปีเมย์มันตัวมากอยู่ครึ่งสมาสอดถึงอ้อนในตัวเลียจมือหนึ่งรูปมุนในขยมบ้านประกอบเอามันจำใบไพ่แต่ขยมบางในเทพอุนไซเราเย็บเป็นใบไทยหนึ่งดังลาตพอลเฮยแต่เป็นนี่กับบานโรอูเนี่ยโปรยีเป็นจิกู้จับอารมณ์คลังนะมันตัวเจงบีครูซาชิงเป็นหน่วยยุ่นไฟกับมันดันตามเพลย์ได้เหมือนบ้านสังเกตเมื่อเตอบอกปากัญญาชิงลูถ้วยเนี่ยกับมันเพียบมันติดตุบหลุมนึ่งมันจวบเฮียหนึ่งดูเตอหายยุ่นไฟกับมันเกลียจงแก้ระบอนเนี่ยจวบอีมันติดชิงลูเตอเนี่ยมาถ้วยไว้ทีนี้เป็นหน่วยเนี่ยกับมันปัญญาปราบปีแผนการระบบปฏิจจาในขนมครูซายีและปูเกมันคบเคิดจมูกหนึ่งครูซาชินยุ่นไฟมันดังมนให้ปรับเนี่ยก็ไม่ปลุกบารมไอ้ขมเตรียมครูดีรอลให้ปันใต้เนี่ยแต่จองจุยยุ่นไฟกับมันปฏิสัตขยมันจองไอเนี่ยโจมขนมเรื่องนี้นูเต้โดยสร้างแต่ขยมไอดอสไลจมูกหนึ่งปูเกถึงอ้อนุบานชิงลูเตอเดินเคยชมเซอร์แต่เพลย์หายนี่คือเจียกรอบทนำยืนเส้นเมียโพสไฟนักขยมันตั้งจัดโยมมาประกอบไอบองยุ่นไฟม้วนลื่นในโลหะกับมันแต่จับได้ระบอนเนี่ยจวบปารยากาเปนูหลังโรแมนติกแต่มาดองปันใต้เหมือนมันสิกได้สกยูนูเต้โดยสร้างแต่เมียในโลกเยมันเนี่ยกับมันออกกันดบองระบบกอดไฟเพื่อจะมาให้ท่ามาโปรโชมาวิประหารนัทวยุ่นไฟกับมันปัญญาพ่อตะตัวมือเชิงพังตุ้ดดึมตุ่มเลี้ยคลุ้งโจมากรองวิญโลกเยมันเนี่ยนกับมันต่อสมรภูมิโจมาดองเตี้ยจมูกในดบองเนี่ยกรีระบบกอดปันใต้ตระบันชิงลูมันลักที่ยังเลื่อนโจมากะหมกบานให้โลกเยล้องนัทวก็กันเนแต่ขังอาลัดใบเห็นปะปนในเนียงระบบเยอะมาดองเตี้ยขยมนึงมันบะได้ถึงปีระบบไอ้จอร์จิมันคานนายเป็นนูชิงลูกับมันหลังสมเลมันเตะชบเตยโลกเยลึกชมในเยเต้ยุ่นไฟเป็นในเพคลุ้นหายโลกเยจมนาในเนื้อกระบายชิงลูเป็นจิกุไอ้คล้ายคลังนานายเป็นนูชิงลูกับมันในเยสมโตยุ่นไฟกับมันตอบชมโนเต้ได้เจนในเยสมโตชิงลูชมเตยแต่เฟือการเรียบจอมคลาสสำหรับการประกวดประชัยในขนมตะโกครูซาระบบขยมโดยเฉพาะในขนมรอยเยเป็นประมาณทั้งนี้ขยมระบบครั้งหน้าเหมือนมันแต่จุบในนูเต้ได้ตรงเวอร์หนึ่งสำหรับระบบในติงปีถอยโลกเยล่องกับมันดังกรวีกบาการบอกไปประลมในครูซายีในขนมเทียบบายน่าเป็นนูเซียในกำปงแต่เมื่อในรูปประมวลเหมือนดังทั่วไว้นูเต้การประกวดในตะโกครูซายีจะจับประดามให้ขยมหนึ่งมาให้ปีสมรรถเพียบในจุดนี้เป็นประกอบระบบขยมหนึ่งให้เหมือนชาวบ้านในกำปงแต่จำไรท่านำหรือก่อเทอมโฮมนูเต้ได้เนียงมันจับกันไตรให้หนึ่งอันดาซ้อมจมูกลึงชุกให้หนึ่งลึงโกได้โจแต่ขนมชนะแต่หมวยโกวีไอสอบน่าเป็นในสเปียบเตียบายคือบิบะเมื่อแต่มาดองล่างโรเย่โรยเป็นหนึ่งเนื้อเมียนอังเกอร์เนียงมีมุกตีดโดยชนะขยมไตรแต่จิตเวียนตีเทลียขังมุกรุ่ยให้เนียงกับบานดาวแต่โยกันใจขณะเป็นนกกับเมียบารอมเนี่ยมันลุยโจมอกตามเฟียจับมูลคอเซียหรือโซแต่แกรมันดังถัดสลับหรือกับรัวนูเตใส่เรื่องปีเพียระบอยยังกับไตรบามันชอบจับประดามในใส่เรื่องในขนมที่เล่นประกวดในครูซายียังกับบานเคยปฏิจารทอมในครูซากำปงแต่อังกอยในกับไอ้เกติยัวได้อยู่วิจนจิตรันก็กับบานโจรวมในขนมการประกวดเมนูพองได้มันลือสำเร็จล่างหลังก้อรำโปงสำหรับยีทินเป้งเนี่ยต่างออกนิสกอริดอลให้แดกอดคือเจียเมครูซายีมันตัวมอกปฏิจารตีมุ้ยตีใบให้หนังตีแปรมโดยปฏิจารตีปีกับบานในเยธาเมมนุษย์จิตรันในเมนเต็มกระสอบมันเล็กล่างในขนมการประกวดในตีนี้ปฏิจารตีบุญกับบานในยังมีปฏิกัวจับอารมณ์ครั้งหน้าในขนมชนำนี้ยีทินเป้งได้เจียเมครูซากับบานเงือบหลังดาสำนักตะคางหมกบันเทยให้กับบานประกาศการจุบจุ่มประจำชนำระบบครูซายีเนื่องจากประดามจมูกหนึ่งการประกวดใบกุนสำหรับยุวชนจำนวนกล่าวเนชเนียหนึ่งคลายโดยชีซัสโนระบบครูซายีให้ตัวบานการบรรดาบรรดาย่างพิเศษในครูซาพองได้ขนมการประกวดหาเมนเจตนาสำหรับหน้ามันนี่อ้อยซอเบอร์ในต่างออกเนียโยลให้ต่อจับประดามได้บรมในนงกับบานมูดจูมวยตุ่มหึงปึ้ง
ดามับยีเชียงเป็นในกำปงเตอเมียนอำนูดกับบานฮอโจตตีเลียนประกุดมุนเกบังอส้มกรบบองปนจิตีรอบอันขยมยีเชียงเหมือนเซเมียนเตกประสอคลางคลานุเตสังคมเนี่ยคลานถึงออกเนี่ยบรรทุได้ไอพองเหมือนเจนได้ล่างเมาได้ทั่วอยู่ไปจนเนที่นุกับบานสับทิวเทียทายี่เชียงไงล่ะการดำเนินผลิตกว่าอกระทงคลางให้ได้เป็นโนไซส์อันยีซื่อกับบานสู้แต่ยูมิงให้ได้ไฟบันจียุนไฟมันตัวมาดอลเทียก็กับบานปราบถาเติมแต่สมบัติยีเชียงมันจำใบดอลไดละบอลยุนไฟนุไลสมรรถภาพตรงขยมกับอาจารย์การเวียบานได้ในขนมไดฮอโจตเลซีเวียนมันเจนในยุทธศาสตร์ใบกุนระบอกกล่างเมาได้เป็นในกฎสถานขนมกำลังตีปรามในการจำรันเรียงกายฮอโจตวัวมากับบานกับมุนไดเปิงทั่วยูมิงกับบานเทียได้เจนเป็นดามากับบานไทยมือรุนเตี้ยเชิงโจตรงล้นสุดดึบปังแต่ข้างกรอยเทเบลซีเวียนได้ทั่วมากับบานสบายจังคลังฮ่าได้เป็นในบานเชื่อมันดอกกำลังตีปรามวยในการจำรันเรียงกายยังคลังแต่เมียนนาเฮนตีดาริเต้ได้ทั่วปฏิจจติบุญกับบานเป็นจัดยังคลังยี่เชียงมันเชื่อมากำลังตีปรามวยอย่างฉับโรหะเวียเป็นจีอจาเมนได้เป็นในเลือดไซเวียนมาปดูกูประกุดจีจรันจีมวยนำไปใจกติกบัดได้รบกอดได้ปฏิจจติบุญแต่ซาซามาเป็นได้ปีหมดได้ยี่จองเน้นเป็นในหลังแต่มันดองมันต่อไปลือปฏิจจรันมันซาซาคนปรบกอดตัวใบจีรูเรียงกงปรบกยังมันสังหาปันใต้สมรรถภาพคือละอเชียงยุนไฟยี่ทินปิงมันต่อไปลือเกมือเงยกงปรบกอดมันเป็นจัดยังคลังยี่จองเน้นในเย่แค่ครั้งจัดขยมพงยุนไฟเติบแต่เจสสบายในสดใสมียันขบกูรบกอดบ่ไปเลยเต็มกับซอดในตะการรบกอดการบิมุนการประกุดไปเจในขนมไทยในขมิ้นนายอยู่ชนิดกอดบ้านอุเตยี่จองเน้นแต่ประชังไอเลยเกตเลสมรรถภาพปัจจุบันแต่ปนโนบักมีสมรรถภาพสมารุสมรำและทัวยี่ทินปิงข้างยังคลังเงบเหลาเป็นหนูปฏิจจที่บุญกับบานในเยตรหายทินปิงยุนไฟบางคลายตะเชียมนุษย์อันประจอยหรือเยเปใบชนะมอกหายให้เกก่อนเลยมีสมรรถภาพโครงการตัวบรรทุกดอกทุนโครงการตัวมรดกในครูซายีติดได้โดยชนะให้บันจากชมพิเภษซาเจมวยหนึ่งปุ๊บปฏิจจจิจารเนี่ยในโครงตะโกรบยืงเวทแต่ดอสไลในโครงการประกุดไงนี่มินแต่ละตะพอชนิดแต่ปนได้อาจจะตูนดำในในครูซายีบานปฏิจจตีปีก็ได้จัดยังคลังออกเชยชรอดมวยเมื่อเตอปูในต่างออกเนี่ยกับปงตะทุบบ่าวปกคนถึงปีนี้นี่หายสำหรับขยมมันยศสอบนุเตแอดมินโซรีพ่อปฏิจจามเนี่ยนี่คือจีปฏิจจตีใบนุเตให้กอดกับบานเงื่อมล่างมันตอนในเย่ในห้าจีปัญหาเดือดดอสไลใส่ประกาศคลังถาปูปฏิจจต่างออกในครูซาบานสำรายเจ็ดจะเรื่องเรียนสนองในครูซายีล่างมาไว้ในโครงการประกุดไงนี่เนี่ยน่าได้ประกุดชนิดเลือดไซเวียนคล้ายตะเจิงไอมันเนี่ยนู่นหนึ่งคล้ายจีเนสนองในครูซายีรัฐบาลเนี่ยรกเนี่ยเดินที่นู่นล้นมดเป็นหนึ่งยี่เทียนปิงกับบานในเย่ปฏิจจที่ใบคอมเพลย์ถากงโปรชบองในครูซายีคือจียุนไฟปันตาปฏิจจที่ใบมันควอนไหลสบกประเมินบันเตยจีท่อมันดานำใบยุติทอพระสันบ่ายุนไฟจองได้ซาดำในระบบกอดแต่แต่เห็นตัวโยกรอปัญหาประชมกเลือดไซเวียนเป็นหนูปฏิจจที่ปีกับบานข้างยังคลังเงือบหลังไส้จีรัฐบาลจมเงือจักจุริระบบกอดกับบานเรือลางมาไว้บันเตยรัฐบาลยี่เทียนปิงมีการปลุกปลอมระยับโจตะเกลียก็แต่ปูปฏิจจทโฟแบบนี้ได้ยุนไฟเตอรู้เวียบานบางหันถาปูปฏิจจถึงอบานสำรวจคลีรุยรอลหายเรายี่จงเน้นกับบานเงือบหลังแต่มาดองเนี่ยโยนข้อหายโดยซาแต่ปูปฏิจจถึงกดบานเกตดอนาคนในครูซายีระบบปูยืงตัวใบเนี่ยจีเมครูซาก็ดอยจะได้สำหรับจะระบบกรมจับปฏิจจมันไอบำเพ็ญบ้านอุเตยี่ทินปิงเป็นเนี่ยก็ได้จุดหลังโยมอแต่มันดองสตูวงเจ้าตัวประชมกจมูกหนึ่งยี่จงเนียนโดยปฏิจจที่ใบกับบานในเยทายังไม่ได้หายี่เทียนปิงตอนนี้จงบำเพ็ญฉบับครูซายีเมนเตก็เลยมาบรรทุกเวทมนต์ครูซายีได้ยุนไฟเป็นในกำปงแต่ประธรรมโพลดับใบสลอทนำก้มนายจอลางที่เชนจมให้ธรรมโพลบรรจุแต่ขนมช่างมันแทมตีดเวกับบานใบล้างแต่ข้างเลือดลมห่อเป็นโนเยกับบานเคยกรอบธนามวิญญาณกับรัตตีใบปีกรอบบันดาลจุแต่ขนมได้ระบบยุนไฟนำใบโยกชนิดยีไลเดสแต่ขนมกับรัตตีปรำใบให้ขยมกับเตอร์ปรำประหยัดจมปัวแผนการระบบยี่จงเนียนพองได้จีมวยหนึ่งกับรัตในการนำโดยเรียงกายปัจจุบันระบบขยมเมนจีกูประกุดจีมวยหนึ่งยีไลนูเตวิหารโดยเจ้าขยมตระตะเกียบรูวิทิพเซงจีมวยหนึ่งปัจจัยกเตได้อาจบำเพ็ญจนล้อประหองในกำรัตการจำรันเรียงกายระบบขยมให้เอาไว้เด็กขยมเปิงบ้านในเลยนี่คือจีอำนาจพลังวิญญาณระบบอัตริสุกีได้เป็นในกฎหมายเจริญโยกกัมปีกับใบกุลในการนำนอมในพลังวิญญาณนำใบบ่งรูปอำนาจถึงอ่อนนุ่มบรรจุแต่ขนมอาวุธได้ได้ลายให้บ้านทาคือจีกับใบกุลบรรจุเล็บพลังบางเพลงลางมาเวียนยุดไฟกับบามันตอเกิดพระยาการประกุประจัยบอกปรามือนุจับประดามหายเวียนหนึ่งยืดเป้บักขยมวัคคัดแบบธรรมดาโดยชนะเมียนแต่ปราปรานอำนาจกุมปีเปรียติปรามบูนกุมได้จอหลังเลยใจในพลังวิญญาณระบบอัตริสุกีหรือก็อัตริยี่ยุนไฟได้เป็นนกกำปงแต่วัคคัดจะมือธรรมโพลมาโจเล็บพลังเลยใจลางมันเตะสลับแต่เมียนรีมันเนี่ยกับบานรถไฟบักที่โจลหมอกวีโวให้เนี่ยเพราะในเนียงเสือบานโคลนกาไปยุบไม่ในคลองเทียบายให้ตระมันจับโคลนและเฟอร์ยุนไฟเพียบอ่างได้จังหวะออร์ลิงก็เล่มาเมื่อเลือไซเวียนเวียนได้ยี่เชียงในแต่มันต่อชนิดในคลองการประกูดไอ้โปรมจดใจมันเตะปั่นไทยยืมมันตันออกจากหนุนไล่เพราะโจตัวอาเปะมันนมาเจอกันดากุมระจิปังติดปังไปเลยไซเวียนและเฟอร์เพราะสังหารยี่เทียนฟังกับมันจุยเกลียผู้ยังสดแต่เจียครูซาตระโกยีให้ไว้บันจะไอ้โคเคยนึกเมตาสมปูปุเกแบบนี้อามันกับบันต่อมาเวียนเลือไซเวียนได้คือเพื่อนพเนนูเตโดยชนะแต่เมนนาเฮนตีดาร์เตประหยัดใจเมาบักเมนูเตจับไปเป็นนิต่อเตยขยำคือจีเนสนอลในไว้ขมิ้นในครูซายีได้ยูเมงกับบานไซถ่ายมันต้นบานโยชเนลบองยุนไฟระบบขยำนูเตอามันกับบานไซถ่ายตาสำรามยุนไฟในอนาประหยัดใจเมาเนี่ยมาครองซาอนุวัตฉบับในครูซายียังกับบานเคยเพลิงดอกได้กับพงแต่ชับเช่นขนมหล่อด้านในตีน
នោះមានបរិបេអ្នកកំពុងតែវាយទៅលើសៀវហាក់បីដូចជាពួកគេកំពុងតែធ្វើទិរណកម្មនាងដោយប្រើខ្សែចងដៃរបស់នាងទាំងពីរជាប់ដោយអាប៉ែម្នាក់ដែលមានឈ្មោះថាយីហ្វូក៏បានសួរតើយីយុនហ្វៃមែនទេដែលប្រើនាងឲ្យមកលួចថ្នាំរបស់អ្នកប្រុសយីជាងដោយសៀវដែលគួរឲ្យស្រឡាញ់របស់អេដមីនពេលនេះបានរងរបួសឡើងសោះរាងកាយទោះបីជាពួកឯងសម្លាប់ខ្ញុំក៏ដោយក៏ខ្ញុំមិនចោទប្រកាន់លោកគ្រូយុនហ្វៃដែរយីហ្វូក៏បានអស់សំណើចនាងចំមកនាងឈួតហើយពួកអដែងគីម្រាមដៃរបស់នាងភ្លាមទៅសោករនាបឈើចូលទៅក្នុងម្រាមដៃរបស់សៀវពួកអាក្បាលកញ្ចាស់ទាំងពីរនេះនោះក៏បានទីមួយទំហឹងដែលធ្វើឲ្យនាងស្រែកពោពេញទៅដោយក្តីជឿជក់ចាប់ដែលធ្វើឲ្យអាឌរីយីកំពុងតែវឹកហាត់ពោពេញទៅដោយចំហាយធម្មពលបើកភ្នែកឡើងមកវិញសៀវប្រតិកម្មនៅវិជាគុណក្អួតឈាមចេញពីមាត់វក់ដែលទាំងអស់នេះគឺជាផែនការរបស់យីចុងនៀនបន្ទាប់ពីឃើញយុនហ្វៃក្អួតឈាមនាងក៏បានងើបដើរចេញទៅវិញហើយអាម៉ាប់ពេលនេះកំពុងតែសប្បាយចិត្តយ៉ាងខ្លាំងឈរនៅលើសាវៀងក្រទេក៏ទៅចុះឡើងយុនហ្វៃអាសម្រាមតែពេលនេះឯណាប្រញាប់បង្ហាញខ្លួនមកដោយអ្នកបម្រើស្រីម្នាក់នោះក៏បានមកងក់ក្បាលប្រាប់ទៅយីចុងនៀនដែលវាមានន័យថាផែនការបានទទួលជោគជ័យគាត់ក៏បានសប្បាយចិត្តបើកូនប្រុសរបស់លោកយុនហ្វៃមិនមកនោះទេតំណែងរបស់គេនឹងត្រូវបាត់បង់ជាមិនខានយីធីនពីងពេលនោះក៏បានងើបឡើងដើរមកខាងមុខនិយាយទាំងទឹកភ្នែករលីងរលោងហើយអ្វីបានជាកូនចៅដ៏ឆ្នើមនៃគ្រូសាយីមិនហ៊ានឡើងមកប្រកួតអញ្ចឹងបន្ទាប់ពីឃើញពួកគេខ្សឹបខ្សៀវគ្នាមានហ៊ានគាត់ក៏បានក្រវីក្បាលដើរចេញសូម្បីតែព្រឹត្តិការណ៍ទី2ក៏បានអស់សង្ឃឹមដែរដែលធ្វើឲ្យអាម៉ាប់រត់តែសប្បាយចិត្តតើពួកឯងបានរំពឹងទុកថាយុនហ្វៃនឹងឡើងមកមែនទេពេលនោះសៃស្អាតយីស៊ឺក៏បានបន្លាស់ទីចូលមកដែលពេលនេះនាងស្ថិតនៅក្នុងកម្រិតទី5នៃការចម្រាញ់រាងកាយនាងទាំងពីរគឺជាឈាមជ័រនៃគ្រូសាយីនៅពេលនេះគូតែគ្រប់ត្រូលគ្នាទៅវិញទៅមកបែរជានាងជន់ឈ្លីគាត់បន្ថែមទៀតហើយគាត់ថាអាសម្រាមដែលអាម៉ាប់មិនដឹងថ្ងៃនេះអស់ប៉ុន្មានកញ្ចប់នោះទេសើចរហូតឡើងអែតមានឈឺកតែម្ដងត្រឹមតែស្ថិតនៅក្នុងកម្រិតទី5តើនាងគិតថាអាចកំចាត់ខ្ញុំបានមែនទេឬដែលធ្វើឲ្យមេយីក៏មានការព្រួយបារម្ភបងស្រីក៏បង្ខំឲ្យសោះយីស៊ឺនាងមិនខ្លាចនោះទេខ្ញុំជ្រែងអាយុមកហើយដែលធ្វើអាម៉ាប់ក៏បានបើកការវាប្រហារសម្រុកចូលយ៉ាងលឿនកាប់ចូលទៅវាប្រហារនាងក៏បានទប់រងមួយពើងថែមមួយទៀតនៅតែអាចទប់ទល់បានកាប់សោះពីខាងក្រោយទៅវិញអាម៉ាប់ក៏បានបែរដើរមករងក្រវេមួយទំហឹងធ្វើនាងក៏បានប៉ាំងទៅខាងក្រោយបន្តិចអ្នកបានយល់យ៉ាងច្បាស់ពីក្បាច់ដើររបស់ខ្ញុំតើវាអាចទៅរួចដោយរបៀបណាដែលអាម៉ាប់លេងខ្វល់អ្វីទាំងអស់ដោយសារតែកញ្ចប់ថ្មីក៏បានបន្តសម្រុកចូលទៅវាប្រហារទៀតយីស៊ឺនាងក៏បានចាក់បញ្ចូលនៅចំហាយធម្មពលនៃភាពត្រជាក់កាប់ចេញមួយដៃចំហាយនៃធម្មពលរបស់នាងក៏បានផុសចេញជាដុំទឹកកកជាច្រើនរៀងតែអាម៉ាប់ប៉ុន្តែមិនគ្រប់គ្រាន់ទេដោយសារតែវាបានកាប់បំបែកចេញសម្រុកចូលមកជាមួយនឹងចំហាយធម្មពលនៅក្នុងផ្លែដាវលាន់សូត្រទៅជ្រក់ចុងដៃរបស់វាក៏បានចាក់ចូលទៅក្នុងរាងកាយរបស់យីស៊ឺដែលធ្វើឲ្យនាងក៏បានប្រញាប់កាប់មួយដៃសងមកវិញភ្លាមប៉ុន្តែវាក៏បានឡានខ្លួនគេទៅខាងក្រោយវិញញញឹមបន្តិចបន្ទាប់ពីឃើញឈាមហូរស្រក់ចេញពីដៃរបស់នាងមានអារម្មណ៍ថាផ្សាក៏បានយកដៃជូតឈាមចេញពីមុខរបស់វាស្រីចង្រៃខ្ញុំនឹងសម្លាប់នាងសម្រុកចូលទៅទាំងកម្រោជាមួយនឹងអំណាចធម្មពលដាវហៀបនឹងដល់រាងកាយរបស់នាងទៅហើយពេលនោះក៏មានចំហាយនៃធម្មពលបានបន្លាស់ទីចូលមកយ៉ាងលឿនវូឆក់យកនឹងរាងកាយរបស់យីស៊ឺទៅបាត់ឲ្យអាម៉ាប់ចាក់បានតែខ្យល់ដែលគឺជាធ្វើដៃរបស់យុនហ្វៃអរគុណខ្លាំងណាស់ដែលបានពន្យាពេលឲ្យខ្ញុំដូច្នេះនៅសពប៉ុន្មានតើខ្ញុំជាអ្នកចាត់ការហក់ចូលទៅលើសៃវៀនប្រឈមមុខជាមួយនឹងអាម៉ាប់យុនហ្វៃអាសម្រាមនៅទីបំផុតឯបានបង្ហាញខ្លួនហើយហក់ចូលទៅចំនួនដែលពុះពេញទៅដោយចំហាយធម្មពលចាក់យុនហ្វៃងាកខ្លួនគេចផុតបន្តិចជាដៃពេញមួយទំហឹងតែអាម៉ាប់មួយដៃកណ្ដាលមុខលន់សូត្រតែផាច់ខ្ទៀតបើងបន្លាស់ទីភ្លាមទៅកាប់មុខថែមមួយកំភ្លៀងខាងឆ្វេងផាច់ប៉ាំងស្ទុយមិនឈប់នោះទេថែមមួយកំភ្លៀងទៀតធ្វើឲ្យរាងកាយរបស់អាម៉ាប់លើកនេះខ្ទៀតប៉ាំងទៅបបុកនឹងជួងផាំងខ្ទេចបាយហ៊ានបន្តឲ្យយើងថាអាសម្រាមម្ដងទៀតខ្ញុំនឹងធ្វើឲ្យឯងបានដឹងថាអាសម្រាមម្នាក់នេះនឹងចាត់ការយ៉ាងម៉េចអាម៉ាប់បន្ទាប់ពីឃើញការភ្នែកដ៏ក្រហមចិនឆ្អៅរបស់យុនហ្វៃហើយធ្វើគេភ័យខ្លាចយ៉ាងខ្លាំងកុំចូលមកជិតខ្ញុំឯងខ្លាចតែជាមនុស្សឈួតហើយគៀងភ្លាមស្រឡប់ស្លុកនៅនឹងកន្លែងយុនហ្វៃក៏បានប្រាប់ជាការពិតណាស់ការដាំដុះធម្មពលក្បាច់គុណដោយបង្ខំរបស់យីឈៀងធ្វើឲ្យគេពេលនេះបានប្រតិកម្មឲ្យរងរបួសមនុស្សអាក្រក់ដូចពួកឯងដឹងតែពីរបៀបវឹកហាត់ដែលគួរឲ្យស្អប់ខ្ពើមតែប៉ុណ្ណោះយុនហ្វៃបញ្ចេញលីរសិលក្បាច់គុណរបស់គាត់ឡើងមកសាយភេទចំហាយធម្មពលពេញនឹងប៉ុន្តែពួកអ្នកមិនទាន់ដឹងថាការវឹកហាត់ដ៏ពិតប្រាកដវាបែបណានោះទេតែធ្វើឲ្យប្រតិចារទី2ក៏បានរំភើបអង្គុយមិនជាប់នោះទេងើបឡើងត្រឹមតែរយៈពេល3ថ្ងៃអាចទម្លុះ3កម្រិតអ្នកទាំងអស់គ្នានេះពិតជារឿងដ៏អព្រួតហេតុពេកហើយនឹងហើយយុនហ្វៃពេលនេះបានឈានទៅដល់កម្រិតទី6នៃការចម្រាញ់រាងកាយខ្ញុំយីយុនហ្វៃប្រឈមមុខទទួលយកបញ្ហាទាំងអស់តើមានអ្នកណាហ៊ានប្រកួតជាមួយនឹងខ្ញុំទីដែរទេយីយ៉ុងនានពេលនេះទុកកំហឹងមិនបានសាយភេទចំហាយធម្មពលនៅក្នុងដៃបំរុងនឹងបើកការវាប្រហារទៅហើយប៉ុន្តែត្រូវបានយីធីនពីងសម្លឹងមុខក្រហមបន្តិចធ្វើឲ្យគាត់ក៏បានអង្គុយចុះវិញចាស់ព្រឹត្តិការណ៍ទាំងអស់គ្នាក្រែងលោកបាននិយាយថាអ្នកណាយកឈ្នះនៅលើសៃវៀននៅក្នុងថ្ងៃនេះនឹងក្លាយទៅជាអ្នកស្នងតំណែងនៃគ្រូសាយីឥឡូវនេះច្បាប់បានកំណត់ហើយបើអ្នកណាម្នាក់ហ៊ានទៅជ្រៀតជ្រែកក៏មិនទោសថាខ្ញុំអាត្មានិយមមួយសោះដែលពេលនោះសម្លេងរបស់បរិមម្នាក់ក៏បានស្រែកបន្លឺឡើងយីយុនហ្វៃបើការវាប្រហារចំមកជាមួយនឹងចំហាយធម្មពលតោដ៏ធំសម្បើមសម្លឹងទៅខាងលើឃើញទាន់ក៏បានបញ្ឆេះធម្មពលនៅក្នុងកម្ដាប់ដៃទៀតទៅទប់រងឌឹមផ្ទុះទាំងឡើងក៏ក្រោកហុយជុកពេញនឹងដែលបានធ្វើឲ្យយុនហ្វៃលុនជង្គង់ឆោះខ្ជិះឈាមចេញពីមាត់ដោយបារម្ភដែលបានបើការវាប្រហារបាញ់គឺជាយីឡៃស្ថិតនៅក្នុងកម្រិតទី8នៃការវឹកហាត់រាងកាយពុករបស់យុនហ្វៃក៏បានដឹងថាយីចុងនៀនវាមានន័យថាទាំងអស់នេះគឺជាការរៀបចំរបស់ឯងយីឡៃពេលនេះដែលពុះពេញទៅដោយចំហាយធម្មពលជាមួយនឹងគំនុំយុនហ្វៃឯងហ៊ានធ្វើបាបប្អូនប្រុសរបស់ខ្ញុំផងដូច្នេះយើងនឹងវាឯងឲ្យខ្លាចទៅជាកាក់សំណល់ជូតឈាមចេញពីមាត់បន្តិចងើបឡើងឯងអាចសក់លបងជាមួយនឹងយើងបានសម្រាប់ចូលទៅវាគ្នាផុងផាំងពីលើលំហមើលមិនទាន់នោះទេប៉ុន្តែហាក់បីដូចជាយុនហ្វៃចាញ់ព្រៀបត្រូវមួយជើងលន់សូត្រទៅ
ឌឺបគឺតាមមកខាងក្រោមវិញណាពេលនោះយីឡៃក៏បានបញ្ចេញនូវយុទ្ធសាស្ត្រក្បាច់គុណរបស់គាត់ដែលជាកម្រិតទី9ដែលធ្វើអ្នករកគ្នាក៏មានការភ្ញាក់ផ្អើលហាកម្រិតទី9ដែលពេលនេះយីឡៃកំពុងតែបញ្ចេញចំហាយធម្មពលរបស់គេនៅក្នុងក្រញាំដៃហក់ចូលទៅពោពេញទៅដោយចន្រន្តរន្ទាដែលគឺជាអំណាចធម្មពលតោក្រហមទាំង10ដែលវាបានសម្រុកចូលព្រមគ្នាត្រូវក្រញាំយុនហ្វៃឡើងរំជួយនៅទីនោះធ្វើអ្នករកគ្នាក៏បានព្យាយាមទប់រងសប្បាយចិត្តយ៉ាងខ្លាំងហាអាសម្រាប់ឲ្យគ្មានឱកាសរស់រានមានជីវិតនោះទេពេលនេះគឺជាឱកាសរបស់យីចុងនាងក៏បានបញ្ចេញធម្មពលនៅក្នុងបាតដៃរបស់គាត់ទីចូលទៅវាប្រហាយីទីពីងក៏បានក្រឡេកឃើញទន់ទីមកទប់រងវិញផាំងខ្ទេបប៉ាំងទៅខាងក្រោយរៀងខ្លួនដែលធ្វើឲ្យឈូមូក៏បានស្ទុះចូលទៅគ្រាបន្ទាប់ពីត្រូវរបួសគាត់ក៏បានដឹងពេលនេះយីចុងនាងបានឈានទៅដល់កម្រិតអាណាចក្រផែនដីនៃដំណាក់កាលកណ្ដាលសប្បាយចិត្តយ៉ាងខ្លាំងឯងនិយាយត្រូវហើយយីធានពីងមើលទៅការដាំដុះធម្មពលរបស់ឯងមានប្រសើរឡើងទាល់តែសោះហើយថែមទាំងបានចំណាយពេលចិញ្ចឹមកូនប្រុសដ៏អត់ប្រយោជន៍ម្នាក់ទៀតផងមនុស្សដូចជាគេអសមត្ថភាពខ្លាំងណាស់ដូច្នេះត្រូវតែប្រគល់នៅអំណាចមេគ្រូសាមកឲ្យកូនប្រុសរបស់យើងបន្ទាប់ពីខែអាការៈរបស់លោកអ៊ំយីធានពីងមិនសូវស្រួលឈូមូក៏បានលុយលាក់ប្រគល់នៅ10ឆ្នាំទៅឲ្យគាត់ដែលជាគ្រាប់ថ្នាំវិញ្ញាណកម្រិត3ដែលយុនហ្វឹងបានចម្រាញ់ពេលនោះព្រឹត្តិការណ៍ទី2ក៏បានងើបឡើងប្រតិកម្មយ៉ាងខ្លាំងមិនយល់ស្របនោះទេប៉ុន្តែព្រឹត្តិការណ៍ទី3ក៏បានងើបឡើងមកជ្រៀតជ្រែកខ្ញុំគិតថាអ្វីដែលយីចុងនាងនិយាយគឺត្រឹមត្រូវព្រឹត្តិការណ៍ទីក៏បានយល់ស្របដូចគ្នាយីចុងនាងក៏បានបន្តអ្នកស្នងតំណែងគ្រូសាយីហើយនឹងមេដឹកនាំគ្រូសាយីត្រូវតែជាមនុស្សដែលមានសមត្ថភាពហើយនឹងរឹងមាំតើមានអ្នកណាជំទាស់នឹងសម្ដីរបស់ខ្ញុំទេពេលនោះអ្នករកគ្នាក៏បានខ្សឹបខ្សៀគ្នាចោះឡើងមួយចំនួនក៏បានលុតជង្គង់ចុះតែធ្វើឲ្យគាត់ក៏បានសប្បាយចិត្តយ៉ាងខ្លាំងចាប់ពីពេលនេះតទៅគ្រូសាយីនឹងខ្លាចជារបស់ខ្ញុំពេលនោះសម្លេងទៀតដៃរបស់យុនហ្វឹងក៏បានមកលើឡើងពីដំបូលផ្ទះការសម្ដែងរបស់ពូលោកពិតជាអស្ចារ្យមែនទម្លាក់ខ្លួនចុះមកខាងក្រោមវិញធ្វើយីឡៃសឹងមិនជឿវាមិនអាចទៅរួចនោះទេបើខ្ញុំមិនធ្វើបែបនេះតាកាចាស់យីចុងនាងគេមិនបង្ហាញកន្ទុយរបស់គេនោះទេដែលធ្វើយីឡៃក៏បានដឹងថាវាគឺជាគម្រោងការរបស់ឯងតាំងពីដំបូងស្រ័យបញ្ចេញនូវធម្មពលអាវុធដើរនៅក្នុងដៃក្រវាចេញជាចំហាយធម្មពលដើរជាច្រើនសម្រុកចូលទៅវាប្រហាយុនហ្វៃបន្ទាប់ពីឃើញបែបនោះក៏បានប្រើប្រាស់នូវកម្លាំងធម្មពលជំហានខ្យល់ដ៏ទេវភាពគិចចេញពីផ្លែដើមមួយក៏មានជាច្រើនទៀតបន្តចូលមកហក់គិចចុះគិចឡើងអាឡាតចុះអាឡាតឡើងផ្ទុះប៊ឹមហុយធ្លុំយុនហ្វៃចេញមកកុំធ្វើជាមនុស្សកំសាបែបនេះភ្នែកឡើងក្រហមដោយចេញពីផ្សែងហុយជុកនិយាយថាល្អខ្ញុំនឹងផ្ដល់ការចងចាំមួយឲ្យឯងបានដឹងមិនឆេះតែចំហាយធម្មពលនៅក្នុងដៃស្រូបទាញយកនៅដៃរបស់យីឡៃស្ដាប់បញ្ជាខ្ញុំមកណែវាក៏បានរបូតចេញពីដៃហោះចូលមករកយុនហ្វៃបែកចេញទៅជា5ដៃដូចជាម្រាមដៃបញ្ជាឲ្យចូលទៅវាប្រហាយីឡៃគេគិតមិនទាន់នោះទេចំហាយធម្មពលដើរទាំងអស់ជាមួយលបឿនដ៏លឿនក៏បានចាក់ទម្លាស់រាងកាយរបស់យីឡៃគិតមិនរួចនោះទេឡើងសុសសាច់ខ្សែឈាមពេញនឹងយុនហ្វៃក៏បានបញ្ជាដើរឲ្យឈប់ដែលធ្វើយីឡៃខ្ជិះឈាមម្ដងហើយម្ដងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញចុងដៃដ៏មុតស្រួយបានភ្ជាប់ទៅលើមុខរបស់គេដែលធ្វើនេះរកគ្នានៅខាងយុនហ្វៃក៏មានសង្ឃឹមពេលនោះយីឡៃក៏បានលុតជង្គង់ចុះខ្ញុំចាញ់ហើយដែលធ្វើឲ្យយុនហ្វៃក៏បានងាកបែរខ្នងដើរចេញហើយរស់មិនរស់យីឡៃក៏បានគប់ចេញអាវុធសម្ងាត់របស់គាត់ចូលមកវាប្រហាយយុនហ្វៃពីខាងក្រោយសប្បាយចិត្តមិនតិចនៅទីបំផុតឯងនៅតែចាញ់ល្បីរបស់យើងអាវុធសម្ងាត់ហៀបនឹងទម្លុះក្បាលរបស់យុនហ្វៃទៅហើយគាត់ក៏បានប្រើប្រាស់នៅបច្ចេកទេសបញ្ជូលលេបប្រលឹងទប់រងពីអាវុធសម្ងាត់ដែលកំពុងតែវាប្រហាចូលមកដំបូងឡើយខ្ញុំគិតថាឯងគឺជាសមាជិកនៃគ្រូសាយីបានជាមិនចង់សម្លាប់ទុកឲ្យឯងមានជីវិតប៉ុន្តែខ្ញុំមិនបានរំពឹងទុកថាឯងសាហាវយ៉ាងនេះទេដូច្នេះខ្ញុំមិនទុកឲ្យឯងរស់នៅបានទីនោះទេបញ្ជានឹងបញ្ជូលលេបប្រលឹងចាក់ទម្លុះក្បាលរបស់យីឡៃភុយស្រែកចាច់ឌូផ្កាជើងទាំងបន្តបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងចំហាយធម្មពលពីពេញរាងកាយឈរនៅចំពោះមុខយីចុងនាងតាកាចាស់វាដល់ពេលដែលយើងត្រូវជម្រាបបញ្ជីដែលឯងហ៊ានប៉ះពាល់មនុស្សនៅជុំវិញខ្លួនរបស់យើងស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកទស្សនារឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ដែលជាភាគទី4របស់យើងសម្រាប់បងប្អូនដែលចង់ទស្សនាការសម្រាយរឿងរបស់ admin ដែលមានច្រើនភាគអាចចុចចុចទៅក្នុងក្រុមរបស់ admin បានឬក៏ចូលជាសមាជិកកូនក្រុម VIP របស់ admin ដែលមានរឿងផលប្រចាំថ្ងៃជូនបងប្អូនទាំងអស់គ្នាទស្សនាម្យ៉ាងទៀតមានរឿងស្រាប់ចំនួន6-7រឿងឯណោះដែល admin បានអាប់ឡូតរួចជាស្រេចគ្រាន់តែអ្នកទាំងអស់គ្នាបងត្រឹមតែ$1ក្នុងមួយខែនឹងក្លាយជាសមាជិកនៅក្នុងកូនក្រុម VIP របស់ admin ប្រសិនបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងមក Telegram ផ្ទាល់របស់ admin បាននៅក្នុងទីលានប្រកួតក្បាច់គុណនៃគ្រូសាយីដដែលដោយយីចុងនាងបានខឹងយ៉ាងខ្លាំងយុនហ្វៃឯងពិតជាហ៊ានមែនវាមិនមែនជាទូរនទីរបស់ឯងនោះទេដែលលើកដៃមកចង្អុលខ្ញុំបែបនេះយុនហ្វៃក៏បាននិយាយការពេតព្រោះតែលោកចង់បានតំណែងជាមេគ្រូសាបានញុះញង់ចាស់ព្រឹត្តិការណ៍នៅក្នុងគ្រូសាយីដើម្បីផ្លាស់ប្ដូរការប្រកួតប្រជែងចូលទៅជាការប្រយុទ្ធសម្រាប់អ្នកស្នងនៃត្រកូលគ្រូសាយីក្នុងពេលស្របគ្នាផងដែរគាត់បានបញ្ជាឲ្យមនុស្សធ្វើបាបស៊ីអឺទៀតផងដើម្បីរំខានដល់ការវឹកហាត់របស់ខ្ញុំក្នុងការប៉ុនប៉ងធ្វើខ្ញុំប្រតិកម្មក្នុងការដាំដុះព្រោះតែគាត់មិនចង់ឲ្យខ្ញុំចូលមកប្រកួតប្រជែងហើយលោកហ៊ាននិយាយថាលោកមានសច្ចធម៌ដោយរបៀបណាយីចុងនាងមិនតបពីឃើញព្រឹត្តិការណ៍ទាំងអស់ដឹងពីការពេតធ្វើគាត់ក៏បានចង់អត់ទៅយុនហ្វៃម្ដងទៀតកុំនិយាយមិនសមហេតុផលបែបនេះខ្ញុំនិយាយមិនសមហេតុផលមែនទេបានឈូមូនាំមនុស្សចូលមករួចអ្នកបម្រើស្រីម្នាក់នោះចូលចំណែកយេស៊ូក៏បានគ្រានៅស៊ីអឺចូលមកសាកសីនៅទីនេះតើលោកចង់ប្រកែកអ្វីទៀតអ្នកបម្រើម្នាក់នោះក៏បានសុំអង្វរលោកម្ចាស់ទុកជីវិតរបស់ខ្ញុំផងខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់លោកម្ចាស់ទី2តែប៉ុណ្ណោះដែលធ្វើឲ្យយីចុងនាងក៏បានខឹងស្រីចង្រៃបិទមាត់ភ្លាមយុនហ្វៃក៏បានបន្ថែមប្រសិនបើវាមិនមែនដោយសារតែល្បីរបស់ខ្ញុំនោះទេខ្ញុំច្បាស់ជាត្រូវប្រតិកម្មសិល្បៈក្បាច់គុណម្លងទៀតជាមិនខានដែលគាត់ក៏បានស្រមៃទៅដល់អបិម្នាក់កំពុងតែវាទៅលើស៊ីអឺយ៉ាងដំណំទាត់ហើយទាត់ទៀតស្របពេលនោះអ្នកបម្រើស្រីក៏បានដើរចូលទៅដល់ពេលនេះយុនហ្វៃបានប្រតិកម្មនៃការដាំដុះសិល្បៈក្បាច់គុណរួចរាល់ដែលធ្វើឲ្យគាត់មិនអាចចូលរួមទៅប្រកួតប្រជែងបានទៀតនោះទេ
ហើយបែបនេះនោះក៏បានតបទៅវិញក្មេងស្រីម្នាក់នេះពិតជារឿងត្រចះណាស់នាងមិនព្រមនិយាយក៏ហក់មូលបង្កាច់យន្តហ្វៃឡើយនាងបំរើស្រីម្នាក់នោះក៏បានតបថាមិនអីនោះទេសម្រាប់នាងចោលទៅធ្វើឲ្យបែបនេះនោះក៏បានឆ្លើយបន្តិចលើកកំបិតបំរុងនឹងប្រឡ័យសៀវទៅហើយពេលនោះយន្តហ្វៃក៏បានបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងរបស់លេងថ្មីដែលគឺជាបច្ចេកទេសបញ្ជុលលេបប្រលឹងចាក់ទម្លុះនៅក្បាលបែបនេះនោះភុយអេតេប្រញាប់ស្ទុះចូលទៅគ្រាវសៀវងាយមុខឡើងបន្តិចទាំងការជឿចកចាប់លោកគ្រូសម្លឹងទៅឃើញស្នាមរបួសនៅលើរាងកាយនិងមុខមាត់របស់នាងដែលធ្វើឲ្យយន្តហ្វៃបានបញ្ចេញកំហឹងសាយភារចំហាយធម្មពលពួកឯងពិតជាហ៊ានពេកហើយពេលនោះអ្នកបម្រើស្រីក៏បានស្រែកហៅពូនីយាមប្រញាប់ចូលមកសម្រាប់យន្តហ្វៃភ្លាមទៅយើងក៏បានឃើញពួកអាពងដាវ4នាក់បានសម្រុកចូលជាមួយនឹងបច្ចេកទេសក្បាច់គុណបន្តិចបន្តួចរបស់វាយន្តហ្វៃចាប់បេះនៅរាងកាយរបស់សៀវងើបឡើងសាយភារចំហាយធម្មពលដ៏ខ្លាំងក្លាចាត់ការទៅពួកអាពងដាវទី4នាក់នៅលឺសូរតែខ្ពាកហុយជុកភ្នែកឡើងក្រហមថ្ងល់ដល់សម្ដៅទៅរងអ្នកបម្រើស្រីម្នាក់នោះនាងក៏បានជល់ពុបជើងដួលអ្នកប្រុសកុំសម្លាប់ខ្ញុំអីវាមិនមែនជាផែនការរបស់ខ្ញុំនោះឡើយសម្លឹងតែបន្តិចបាញ់ចេញចំហាយធម្មពលធ្វើនាងក៏បានដួលសន្លប់ស្ដោកពេលនោះឈូមូក៏បានមកដល់លំមយន្តហ្វៃតែយ៉ាងម៉េចទៅហើយភ្ញាក់ផ្អើលបន្តិចបន្ទាប់ពីឃើញរបួសស្នាមរបស់សៀវធ្វើឲ្យគាត់ក៏ទប់អារម្មណ៍មិនបានយាដើរពីមួយទៅភូមិបំរុងនឹងប្រឡ័យអ្នកបម្រើស្រីម្នាក់នោះទៅហើយយន្តហ្វៃក៏បានខាត់កុំសម្លាប់នាងអីព្រោះថានាងមានប្រយោជន៍សម្រាប់ពួកយើងយីចុងនាងមើលទៅលោកប្រហែលជាមិនបានរំពឹងទុកនោះទេថានឹងមានវិធីសាស្ត្រមួយដើម្បីបង្កើនធម្មពលជាបណ្ដោះអាសន្នដោយធ្លាក់ចូលទៅក្នុងការដាំដុះរបស់បេសាចនៅក្នុងពិភពលោកនេះហើយលោកក៏មិនបានគិតដល់ដែរថាពួកគិតកោដែលលោកបានបញ្ចូលទៅក្នុងសារអនុវត្តច្បាប់នឹងត្រូវបានខ្ញុំសម្លាប់ក្នុងរយៈពេលមួយរំពេចពេលនោះលោកម្ចាស់យីធានពៀងក៏បានប្រកល់នៅផុសតាំងទៅឲ្យព្រឹទ្ធាចារ្យទាំង4យីចុងនាងបានខົບខិតជាមួយនឹងឈិនសុងគាត់បានលួចយកឱសថនិងធនធានរបស់គ្រូសាយីដោយសម្ងាត់ពេលនោះយីចុងនាងក៏បានរអ៊ូតែម្នាក់ឯងខ្ញុំធ្វើទាំងអស់នេះគឺដើម្បីគ្រូសាយីតែប៉ុណ្ណោះពួកព្រឹទ្ធាចារ្យបន្ទាប់ពីសម្លឹងមើលផុសតាំងទាំងអស់នោះក៏បានលន់មាត់ថាវាគ្មានអ្វីចម្លែកនោះទេដែលកូនប្រុសរបស់ពួកគេបានទម្លុះកម្រិតឆាប់រហ័សបែបនេះដែលធ្វើឲ្យព្រឹទ្ធាចារ្យទី3ក៏បានខឹងយីចុងនាងអ្នកបានខົບខិតជាមួយនឹងគ្រូសាឈិនយីចុងនាងគាត់នៅតែតវ៉ាប្រសិនបើកូនប្រុសរបស់ខ្ញុំយីឡៃមិនប្រញាប់ទម្លុះកម្រិតនោះទេតើមានអ្នកណាទៀតដែលស្នងតំណែងគ្រូសាយីដើម្បីចូលទៅប្រកួតប្រជែងនៅក្នុងអណ្ដូងខាងវិញ្ញាណព្រឹទ្ធាចារ្យទី3ក៏បានស្ដីឲ្យយីចុងនាងដំបងឡៃខ្ញុំគិតថាអ្នកផ្ដោតទៅលើការធ្វើឲ្យគ្រូសាយីបានត្រឡប់មកដូចដើមវិញដែលធ្វើឲ្យខ្ញុំមិនដែលគិតថាអ្នកបានធ្វើអំពើដ៏ឥតគិតខ្មាស់បែបនេះបានក្បត់នឹងគ្រូសាយីរបស់យើងទាំងមូលទោះបីអ្នកបានសន្យាជាមួយនឹងពួកយើងអំពីអត្តប្រយោជន៍ជាច្រើនក៏ដោយប៉ុន្តែពួកយើងមិនប្រកល់គ្រូសាយីទៅឲ្យអាជនក្បត់ដូចជាឯងនោះទេយីចុងនាងប្រញាប់ចោះចាញ់អីលើនេះភ្លាមទៅតែពេលនោះធ្វើឲ្យគាត់ចាប់ផ្ដើមងាងបន្តិចហើយខ្ញុំបានខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះគ្រូសាយីបែរខ្លាយទៅជាមនុស្សល្ងងខ្លៅទៅវិញហើយតើរឿងទាំងអស់ឯងដឹងដោយរបៀបណាយន្តហ្វៃក៏បានតបខ្ញុំដឹងត្រឹមថាអ្នកកំពុងតែខឹងខ្លាំងណាស់តែពេលនេះយីចុងនាងហាក់បីដូចជាស្ទះឈាមធ្វើឲ្យគាត់ក៏បានដងហក់ខ្ជិះឈាមចេញពីមាត់អុកគូទៅលើកៅអីវិញខ្ញុំបានរៀបចំផែនការអស់រយៈពេល3ឆ្នាំមកហើយវាបានត្រូវបំផ្លាញដោយសារតែក្មេងម្នាក់ពេលនេះត្រូវចប់ហើយយីចុងនាងឯងបានខົບខិតជាមួយនឹងគ្រូសាឈិនហើយបានក្បត់នឹងគ្រូសាឈិនរបស់យើងនៅក្នុងថ្ងៃនេះក្នុងនាមខ្ញុំគឺជាមេគ្រូសាខ្ញុំនឹងដាក់ទារុណកម្មឯងរហូតដល់ស្លាប់យីចុងនាងមិនមានការផិតភ័យអ្វីនោះទេគាត់បែរជាអស់សំណាយទៅវិញឯងចង់ដាក់ទារុណកម្មខ្ញុំផងអញ្ចឹងស៊ូគ្រប់ឆ្នាំវិញ្ញាណមួយនេះទៅលេបចូលក្អោចងាងកាន់តែខ្លាំងផ្សាយភារចំហាយធម្មពលដ៏ខ្លាំងក្លាយន្តហ្វៃជួយមិនទាន់នោះទេដោយសារតែយីចុងនាងបានប្រប្រាំងធម្មពលដ៏ខ្លាំងក្លាវិមិនដៃទៅលើឪពុករបស់គាត់ដឹបបាញ់ចេញចំហាយធម្មពលដ៏ខ្លាំងក្លាខ្ទេចប៉ើងគ្រូសាយីទាំងមូលគឺជារបស់ខ្ញុំអេដមីនឈឺកមែនទែនហើយដោយសារតែគាត់សើចច្រើនដងពេកដោយពេលនោះអំណាចធម្មពលវិញ្ញាណបាសីដ៏ធំសម្បើមរបស់យីធីនពីងគាត់ក៏បានបង្ហាញឡើងអមជាមួយនឹងសំឡេងវាមិនអាចទៅរួចនោះទេសម្រុកចូលទៅវាប្រហាសងវិញធឹមយីចុងនាងក៏បានហក់មកខាងក្រោយបន្តិចធ្វើឲ្យគាត់ក៏បានភ្ញាក់ផ្អើលកម្រិតអាណាចក្រផែនដីដំណាក់កាលកំពូលតើវាអាចទៅរួចដោយរបៀបណាយីធីនពីងក៏បានផ្ទុះនៅកម្រិតធម្មពលរបស់គាត់ប៊ឹមបញ្ជាក់ទៅយីចុងនាងឲ្យបានដឹងកាន់តែច្បាស់យន្តហ្វៃក៏បានប្រាប់សំណាងល្អហើយដែលខ្ញុំបានចំណាយនៅក្របថ្នាំវិញ្ញាណកម្រិតទី3បានសម្រេចដែលធ្វើឲ្យឪពុករបស់ខ្ញុំបានទម្លុះកម្រិតបានសម្រេចដោយយីចុងនាងក៏បានស្ទុះចូលទៅវាប្រហាយន្តហ្វៃបន្លាស់ទីយ៉ាងលឿនកិច្ចពីក្រោយញ៉ាំដៃរបស់គាត់ខឹងយ៉ាងខ្លាំងស្រែកបំផ្ទុះនៅចំហាយធម្មពលម្ដងទៀតស្ទុះចូលយ៉ាងលឿនវាជាច្រើនដៃយន្តហ្វៃនៅតែបន្តកិច្ចទប់រងលេងឆ្វេងស្ដាំដាក់គុំមួយដៃវិញដឹបប៉ើងក្តាប់ដៃយ៉ាងណែនពោពេញទៅលើចំហាយធម្មពលដល់ចូលសាជាថ្មីយន្តហ្វៃក៏បានទប់រងដឹមខ្ទាតប៉ើងមកវិញទីចេញនៅចំហាយធម្មពលវិញ្ញាណសត្វក្អែកចូលមកវាប្រហាដែលធ្វើឲ្យយន្តហ្វៃក៏បានប្រើប្រាស់ធម្មពលវិញ្ញាណបាក់សីរបស់គេឡើងមកជាមួយនឹងបច្ចេកទេសបញ្ជុលលេបប្រលឹងលន់សូទៅជ្រួយថែមមួយទៀតដឹបយីចុងនាងលន់ជង្គង់ក្រឹបក្អកឈាមចេញពីមាត់ឆ្វាច់ពុកបច្ចេកទេសរបស់ពុកដែលបានមករៀនខ្ញុំពិតជាអស្ចារ្យមែនយីចុងនាងគាត់មិនទាន់ស្លាប់នោះទេឈាមហូរតាមមាត់ច្រមុះនឹងភ្នែកចំណាយថ្ងាសឡើងប្រហោងក្រលូលូត្រកូលគ្រូសាយីរបស់ពួកឯងជំពាក់បំណុលយើងច្រើនខ្លាំងណាស់ខ្ញុំបានធ្វើអាជីវកម្មជាច្រើននិងជួយសង្គ្រោះត្រកូលរបស់ពួកឯងដើម្បីបន្តទៅខាងមុខអាចយកឈ្នះនឹងការប្រកួតប្រជែងអណ្ដូងខាងវិញ្ញាណប៉ុន្តែលទ្ធផលចុងក្រោយពួកឯងបានសងមកយើងវិញបែបនេះហើយមានតែខ្ញុំម្នាក់គត់ដែលអាចជួយសង្គ្រោះនិងស្រោចស្រង់ត្រកូលគ្រូសាយីបានដាច់ខ្យល់ប៉ាត់ស្លាប់លុនជង្គង់តែម្ដងពេលនោះក៏មានបារោម្នាក់ក៏បានមករាយការណ៍លោកម្ចាស់មានដំណឹងអាក្រក់ក្រឡេកមកហាមបញ្ចាំគ្រូសាយីដែលយើងក៏បានឃើញមនុស្សមួយក្រុមប្រដាប់ដោយដំបងនៅក្នុងដៃសម្រុកចូលទៅវាទៅលើមនុស្សដែលនៅខាងក្នុងយ៉ាងដំណំតែរបស់មួយនេះមែនទេជំនួយឲ្យការមិនសមបំណុលនៅខាងក្រៅក៏មានមនុស្សមួយក្រុមទៀតកំពុងតែវាយទៅលើមនុស្សនៃគ្រូសាយីប្រសិនបើមិនសងប្រាក់មកលោកម្ចាស់របស់ខ្ញុំនោះទេខ្ញុំច្បាស់ជាដុតហាងរបស់លោកម្ចាស់ឯងចោលជាមិន
មិនខានបរិមនេះនោះក៏បានតបវិញលោកម្ចាស់របស់ខ្ញុំច្បាស់ជារោគវិធីសងប្រាក់ទៅលោកម្ចាស់របស់ឯងជាមិនខានគាត់មិនព្រមឲ្យហាងរបស់គាត់ដួលរលំនោះទេហាពិតជារឿងគួរឲ្យអស់សំណាច់ខ្លាំងណាស់ពេលនោះយុនហ្វេនិងឪពុករបស់គាត់ក៏មកដល់តើពូនេះកំពុងតែធ្វើអ្វីដែលធ្វើឲ្យបរិមប្រមាណនេះនោះក៏បានធ្វើការគោរពលោកម្ចាស់ល្អហើយដែលពួកឯងចាំថាខ្ញុំគឺជាមេគ្រូសាយីវាហាក់បីដូចជាយីចុងនាងបានខົບខិតជាមួយនឹងពួកឯងតាំងពីយូរយាងណាស់មកហើយដើម្បីដំណើរការគ្រប់គ្រងគ្រូសាយីរបស់ខ្ញុំបរិមប្រមាណនេះនោះក៏បានដោះសារលោកម្ចាស់ពួកយើងមកទីនេះដើម្បីប្រមូលបំណុលតែប៉ុណ្ណោះត្រូវឲ្យលោកម្ចាស់គ្រូសាយីគឺជាគ្រូសាមួយក្នុងចំណោមគ្រូសាធំៗទាំង4នៅក្នុងក្រុងយៀនយូប្រកាសណាស់ថាមេគ្រូសាយីនឹងមានបដិសេធជាមួយនឹងបំណុលទាំងអស់នេះនោះទេយីធានពីងនៅតែសង្កត់ធ្ងន់បំណុលទាំងអស់នេះច្បាស់ជាផែនការរបស់យីចុងនាងជាមិនខានពេលនោះហាក់បីដូចជាមានបរិមម្នាក់មានអំណាចគូសមលោកម្ចាស់យីហាក់បីដូចជាលោកយល់ខុសហើយដែលធ្វើឲ្យពួកនេះរកគ្នានៅទីនោះក៏បានធ្វើការគោរពព្រះអង្គម្ចាស់ដែលគាត់គឺជាចៅហ្វាយក្រុងនៅទីនេះឈ្មោះថាគង់រ៉េនខ្ញុំបានយល់គ្រប់យ៉ាងយីចុងនាងគឺជាសមាជិកម្នាក់នៃគ្រូសាយីរបស់លោកដូច្នេះជាធម្មតាគឺជាគ្រូសាយីអ្នកទទួលខុសត្រូវឬមួយក៏លោកម្ចាស់យីចង់បដិសេធយុនហ្វេក៏បានតបជំនួសប្រកបណាស់ច្បាស់ជាគ្រូសាយីសងបំណុលជំនួសហើយពេលនោះពុករបស់គាត់ក៏បានទាញដៃយកមកវិញយុនហ្វេពេលនេះគ្រូសាយីរបស់យើងកំពុងតែធ្លាក់ចុះប្រសិនបើពួកយើងសងបំណុលពួកគេដោយការលៀបបងនៅហាងមួយនេះត្រកូលគ្រូសារបស់យើងច្បាស់ជាត្រូវវិនិច្ឆ័យជាមិនខានព្រះម្ចាស់គង់រ៉េនក៏បានចូលមកកាក់ចង្វាក់តែនេះមែនទេគឺជាយុនហ្វេហាក់បីដូចជាក្លាហានគ្រាន់បើប៉ុន្តែខ្ញុំបានស៊ើបអង្កេតរួចរាល់ហើយកិច្ចសន្យាបំណុលបញ្ចាំនឹងផុតកំណត់នៅក្នុងថ្ងៃនេះប្រសិនបើគ្រូសាយីមិនសងនោះទេដោយពេលនោះយើងក៏បានឃើញសេចស្អាតឈូឈូបានដើរកាច់រៀងចូលមកយុនហ្វេខ្ញុំមកយឺតហើយមែនទេបានមិនយឺតពេលនោះទេទាន់ពេលល្មមខ្ញុំសៀវឈូឈូម្ចាស់ហាងអសតឈៀងស៊ីងហ្វឹងសូមស្វាគមន៍អ្នករាល់គ្នាព្រះអង្គម្ចាស់ក៏បាននិយាយតើនាងមកទីនេះដើម្បីអ្វីដែរឈូឈូក៏បានខិតចូលចាប់ដៃរបស់យុនហ្វេខ្ញុំមកទីនេះដើម្បីស្នើសុំកិច្ចសហការជាមួយនឹងគ្រូសាយីដោយសារតែខ្ញុំជាមួយនឹងយុនហ្វេបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងគ្នារួចរាល់ហើយចាប់ពីពេលនេះតទៅពួកយើងនឹងធ្វើចំនួនជាមួយនឹងគ្នាពួកចំនួនធ្វើទៅប៉ុន្តែដៃរបស់ចែកចែឡើងរវាងតែម្ដងខ្ញុំមកថ្ងៃនេះដើម្បីប្រគល់នៅប្រាក់ចំនួន 10000 កាក់មាសដែលធ្វើនេះរកគ្នាក៏មានការភ្ញាក់ផ្អើលផងដែរស្របពេលដែលសម្លេងបរិមម្នាក់ក៏បានស្រែកបន្លឺឡើងកញ្ញាឈូស៊ីងលូមកពីគ្រូសាស៊ូបានមកដល់ទីនេះហើយសម្លឹងទៅបដូរទឹកមុខតែម្ដងជាមួយនឹងការភ្នែកកំពុងតែប្រច័ណ្ឌដែលធ្វើឲ្យយុនហ្វេប្រញាប់ដកដៃចេញពីចែឈូឈូស្ទោះចូលមកឈីងលូហើយអ្វីបានជាអ្នកមកទីនេះខ្ញុំបានប្រាប់បងរួចហើយខ្ញុំនឹងជួយបងឲ្យអស់ពីសមត្ថភាពប៉ុន្តែហាក់បីដូចជាមាននរណាម្នាក់ផ្សេងទៀតបានមកជួយមុនពេលនេះខ្ញុំបានយកប្រាក់ចំនួន 20000 កាក់មាសដើម្បីជួយដោះស្រាយបញ្ហារបស់បងដែលធ្វើឲ្យនាងរកគ្នារត់ទៅភ្ញាក់ផ្អើលទៀតហើយពេលនោះចែឈូឈូក៏បានស្ទោះចូលទៅចាប់ដៃរបស់យុនហ្វេមើលទៅនាងគឺជាកូនស្រីរបស់គ្រូសាស៊ូដែលគឺជាគ្រូសាធំមួយក្នុងចំណោមគ្រូសាធំទាំង4ឈីងលូក៏បានតបទៅវិញដូច្នេះបងគឺជាសៀវឈូម្ចាស់ហាងអសតឈីងស៊ីងហ្វឹងរីករាយដែលបានជួបបងស្រីដែលធ្វើឲ្យចែឈូឈូឡើងភ្ញាក់ផ្អើលតែម្ដងបងភ្លេចធំបងស្រីត្រូវឲ្យបងស្រីឈូឈូគឺចាស់ជាងខ្ញុំហើយថែមទាំងពេលនេះបងបានរាប់អានយុនហ្វេជាប្អូនប្រុសដូច្នេះហើយបានជាខ្ញុំមិនហ៊ានឆ្លើយនោះទេហៅបងថាជាបងស្រីយុនហ្វេតើខ្ញុំនិយាយត្រូវទេមិនដឹងតបអ្វីនោះទេបានត្រឹមអើចែឈូឈូក៏បាននិយាយវាជាការពិតប៉ុន្តែខ្ញុំគិតថាអ្វីដែលយុនហ្វេត្រូវការបំផុតពេលនេះគឺមនុស្សដូចជាខ្ញុំដែលអាចសហការជាមួយនឹងគ្នាបានយូរអង្វែងយុនហ្វេតើលោកគិតដូចខ្ញុំដែរទេយុនហ្វេពេលនេះងាកទៅឆ្វេងងាកទៅស្ដាំទៅខាងណាក៏សុទ្ធតែសាច់ដោយសារតែពេលនេះពួកនាងទាំងពីរគឺជាជំនួយដ៏ល្អបំផុតសម្រាប់គាត់ក្នុងចិត្តក៏បានគិតថាខ្ញុំមិនដែលជួបប្រទះទេបញ្ហាដ៏លំបាកបែបនេះដែលធ្វើឲ្យ admin ក៏មានចិត្តចង់ជួបប្រទះរឿងបែបនេះដែរព្រោះថាពេលនេះស្រីស្អាតទាំងពីរទាញដៃរបស់យុនហ្វេចុះឡើងពេលនោះយីធានពីងក៏បានក្រហែបន្តិចដែរនៅតែពួកនាងមិនព្រមស្ដាប់បន្ទាប់មកក៏បានបែរមកនិយាយកាន់ជាមួយនឹងម្ចាស់បំណុលសូមចូលទៅក្នុងគ្រួសារយីដើម្បីដោះស្រាយបំណុលព្រះអង្គម្ចាស់តើមានអ្វីជំទាស់ដែរទេអញបំរុងនឹងនិយាយពេលនោះកែភ្នែកទាំងពីរគូរបស់ស្រីស្អាតទាំងពីរក៏បានសម្លឹងមកដែលធ្វើឲ្យគាត់មិនហ៊ាននោះទេយុនហ្វេបន្ទាប់ពីឃើញស្ថានភាពកាន់តែរឹងបន្តឹងក៏បាននិយាយថានាងឈូឈូចូលត្រឡប់ទៅវិមានរបស់នាងវិញសិនទៅបន្ទាប់ពីខ្ញុំដោះស្រាយកិច្ចការរួចរាល់ខ្ញុំនឹងតាមទៅព្យាបាលជំងឺឲ្យនាងពេលនោះឈីលូក៏បាននិយាយខ្ញុំនឹងទៅជាមួយនឹងបងតើនាងទៅធ្វើអ្វីខ្ញុំទៅដើរលេងគ្មានជំរឿពួកគេទាំង3នាក់ក៏បានទៅជាមួយនឹងគ្នាពុកជួយខ្ញុំផងដែលធ្វើឲ្យអ្នកបម្រើរបស់គាត់ក៏បានសរសើរអ្នកប្រពៃអស្ចារ្យមាន idol របស់ខ្ញុំយីធានពីងក៏បាននិយាយបរោះពេទ្យត្រូវតែឈរលើភាពស្មោះត្រង់តើមនុស្សម្នាក់អាចរស់នៅដោយពឹងផ្អែកទៅលើស្ត្រីដោយរបៀបណាយុនហ្វេហើយយុនហ្វេលោកម្ចាស់តើលោកម្ចាស់មិនពេញចិត្តជាមួយនឹងអ្នកប្រុសមែនទេយុនហ្វេគុំប្រុសដែលមិនចេះគោរពឪពុកមាននៅគំនិតដ៏អស្ចារ្យបែបនេះហើយអ្វីបានជាមានប្រាប់ពុកជាមុនក្រឡេកមកសាលទួយនៃគ្រូសាយីដែលឪពុកកូនទាំងពីរនេះកំពុងតែពិភាក្សាគ្នាយុនហ្វេតើកូននឹងពិផែនការរបស់យីចូលនានជាមុនយ៉ាងម៉េចមិនឆេះនឹងកំហឹងឡើងមកទីតុកបណ្ដៃផ្សាយភារចំហាយធម្មពលជាមួយនឹងក្បាច់កូនយុទ្ធសាស្ត្ររបស់គាត់លើកមេដៃមួយឲ្យទៅយុនហ្វេណាពេលនោះយុនហ្វេក៏បានបញ្ចេញនៅក្បាច់លើកមេដៃ5ឲ្យទៅវិញហាក់បីដូចជាពួកគាត់បញ្ចេញនៅក្បាច់ប្រចាំត្រកូលបញ្ចេញនៅក្បាច់សងគ្នាទៅវិញទៅមកគ្មានអ្នកណាចាញ់អ្នកណានោះទេដែលពេលនោះធ្វើឲ្យគាត់បានធូរទ្រូងបន្តិចកូនស្ទើរតែបំភ័យពុកឲ្យស្លាប់ទៅហើយពុកគិតថាកូនត្រូវបានវិញ្ញាណដ៏អាក្រក់ចូលសន្ធិដ្ឋប៉ុន្តែទោះជាយ៉ាងណាក៏ដោយមធ្យោបាយដែលកូនបានប្រើគឺល្អបំផុតដែលធ្វើឲ្យយុនហ្វេក៏បានធូរទ្រូងដូចគ្នាសំណាងល្អហើយដែលខ្ញុំបាននៅចាំយុទ្ធសាស្ត្រដែលគាត់ធ្លាប់បានរៀនជាច្រើនឆ្នាំបើមិនដូច្នោះទេខ្ញុំខ្លាចថាខ្ញុំនឹងត្រូវស្លាប់ដោយសារបាត់ដៃរបស់គាត់នៅក្នុងថ្ងៃនេះជាមិនខានត្រូវឲ្យកូនប្រុសយើងត្រូវតែរៀបចំខ្លួនសម្រាប់ការប្រកួតនៃអណ្ដូងខាងវិញ្ញាណចិត្តបានមកដល់ហើយដូច្នេះយើងត្រូវតែកត់សម្គាល់ទៅលើគូប្រកួតឲ្យបានច្បាស់ភ្ញាក់ផ្អើលបន្តិចស្ទុះចូលទៅមើលតាមបង្អួចបានឃើញនឹងចំហាយធម្មពលដ៏ខ្លាំងក្លាមួយបានបាញ់ឡើងទៅលើលំហអំណាចនៃធម្មពលនេះបានចេញពីទិសដៅនៃគ្រូសាឈិនដែលពេលនេះវាបានបាញ់ចេញពីបន្ទប់សម្ងាត់នៃគ្រូសាឈិនដោយសារតែអំណាចនៃធម្មពលរបស់បរិមម្នាក់កំពុងតែអង្គុយវឹកហាត់អមជាមួយនឹងមនុស្ស
นุษย์ใบบุญเนี่ยตีดปดกระบาลเปล่งไปมือทำหงไส้มือว่าตัวแดงทว่ามนุษย์ใบบุญเนี่ยในจุ่มวิ่งกดมาคิดปามกับมุกสโลกเอาปอซาโตเนี่ยโปรไฟเขมิงในบ้านด้านหนึ่งดูเรียงกายในทานสู้บ้านสำราญเงือบลางอยู่เนี่ยมันติดเป็นเจนจะมาให้ทำมาปวดเป็นบ้านใดเรียงกายวิญญาณสูกี้มันจำลายนุเตเดวิเมนอัตปวดดอกคลังคลาแบบนี้สรุปเตียงโยนคนเจ้าระบบกดโจมาคลองใดที่เจนจะไปมันติดป้างบอกนุเจนดับโดสรุปโยนทำมาปวดหนึ่งเรียงกายระบบแปะเป็นนุกติได้ถ้วยบ่เรามันได้โชว์มือในขบายนึงมาสบายเจ็ดสายยังคลังฮ่าปริเจมันจะปฏิบัติเตียนปวดดอกครูซาเช่นระบบยืมเมนปรมันนกบาลหายถาปกยุนไฟวิคมินาไว้เตียงอปั้นตายกระเลยมาเมื่อชมใบเมียนอำนายทำมาปวดดอกอาจารย์จำนายยุนไฟกับบานดังเป็นในครูซาเช่นบันฝึกหัดสำหรับในรูปเรียงกายวิญญาณในทานสูได้ถ้วยเอาปกระบอกกดกับบานพยาบาลทายังไม่เรียงกายวิญญาณสูเกียวิกจีเรียงกายวิญญาณนำดอกดอกกำรอบบ่มผลแกจะบ้าจะยกชนิดโกนในขนมการประกุดจีมันคานยุนไฟกับบานปราปกกับมารอไหมได้ซาแต่ก่อนมีวิธีซาฝึกหัดในขนมปิดพบโลกหังขนมระบอกกอดจีมือหนึ่งกับปีกับใบกุนเปรียติเตียงปรามบูนได้เป็นในอัตเรยี่กับปงแต่สำลังเตอกับปีปรกหอมมือแต่กับปงแต่อันได้ล้างไปใจกระเทบันซาเรียงกายเลี้ยเชื่อมจีมือหนึ่งใบสายทานสู้เตียงเวียดะโจแต่ขนมสมาร์ดวิญญาณบักเพลล่างมาเวงชมตระกาเชื่อมใบสายหนึ่งค่ายเปรียเตียงปรามปีได้แต่โรคบ้านในขนมเปรียเทียนหายเนี่ยเพราะแต่มันดองได้เป็นในยุนไฟกับปงแต่ในขนมมันตัวระบอซิลดำใบมือไปอาการะระบุระบอเนียงคัดโจมันไตเสียแต่มีอารมณ์ทัดสูสราไฮเมนเตเสียมันตัวไปคืนยุนไฟเนี่ยกับบานสบายเจ็ดประยับเงือบหลังยุนไฟกับบานสูเสียแต่จองฝึกหัดในธรรมปลกับใบกุนอาริเตเนี่ยกับบานต่อมาเวงตาฝึกหัดดำดองธรรมปลวิญญาณเป็นโกลำนองเอาไว้ยุนไฟกับบานเงือบหลังมันไตปราบทาคือดำใบกาเปกลงไอหนึ่งหายรวมเตียงครูซาเม็ดเพชรหนึ่งมนุษย์จุ่มวิ่งคลุนตีพองเลิกเป็นในดำใบสไฟโรยุทธทวนหนึ่งจุ้ยเนี่ยต้นสอยเสียกับบานต่อฝึกหัดเชื่อมือหนึ่งลูกครูเมนเตไตรให้ทั่วเนี่ยกับบานสบายเจ็ดโดยฉะนั้นเป็นขบานฝึกหัดหนึ่งในขบานลูกครูจีริโรโหดยุนไฟกับบานของอาขบานระบอนเนี่ยมันติดมันไอโนเตเป็นในขยมเมียกำรงเตอเปรเทียนหายตายจองเตยจมือหนึ่งขยมริเตได้เป็นนุชูมูกับบานโจหมอกเลิกในชุดไฟเดทอมมวยยุนไฟแต่บอกไอหนึ่งขยมเตอพองบานริเตบ้านเหมือนไอโนเตขยมหนึ่งโมนินเนี่ยได้ไอสโคปีไปเจกิเตคลาคลาหนึ่งการดำดอกเซมเซงตุ้มเละชุดไฟเลยตกดึบสบายจัดยังคลังไปจ่อจาเมนเซลเหมือนจะใบบารอนมันเตขยมหนึ่งกาเปียเนียงเซลกับบานตอบเชื่อขยมเหมือนเตยกาเปียระบอนเนโนเตโดยฉะนั้นเป็นนี่ประกอบในเชิงจุดขยมหกเซนเมาส์มาเหมือนเลยชโนเตขยมหนึ่งมันดอเลยมองไล่นี่ถึงใบบ้านจะเช็คนี่เลยยังสบายเหมือนลื้อสำเร็จมันดอกข้างไกลน่าเป็นนี่ใส่สารยี่ซื่อกับปงแต่ในข้างไกลตุ้มเละตึกมกจอมันติเงี้ยมกเชิงขยมหนึ่งมองหนักไทยใส่มีล้อเชียงน่าเป็นนู่นเนี่ยกับบานกระเลยเคยมนุษย์ไม่ได้กำปงแต่รถเชิงโดยสารมีการสร้างไส้กับบานประหยัดดิ่งตามกัดมาซาประชุมกรมปรึกษาครูซาเชนด้านเมครูซาคือเจซีเทียนเย็นตาเนี่ยตึงออกเนี่ยมันลือปิดดำนังระบบครูซายีดาริเต้ได้บรมเนี่ยเดเมนชมือท่าลูยุนเซียวตระเจียบประเทียงครูซาลูก็กบานในเยกชมันลือมองท่าชงเนียนบ้านประราใจขนมการกรบกรองนำในเมครูซายีให้ตระบานสลับในขนมครูซายีที่พองเป็นโนบรมเนี่ยเดเมนชมือท่าไตสูงตระเจียบประเทียงครูซาใต้กบานตอบตระให้เวียเป็นเจกูอาเนตอโซคลังนะปันใต้ปูเยอะมักเชื่อในทางวิญญาณที่จันออยเตอปูเวียนักชมันเกิดทาเกไอกำจัดในยี่ทิ้นปิงบานมันตัวมองหลังการนำในจิเมครูซายีนัทเวิร์กชมันรำปงตุกทาเกขมิ้นประยอยตัวตัดสอซีทิ้นเย็นกับมันเลือกได้ทั่วการกรบก็มารำไอลมจ่าเช่นการประกวดอันโด่งข้างวิญญาณนึ่งตระมันทั่วล่างโดยตระกูลติบุญครองระเยเป็ดดับไข่ขมุกนี่จับตั้งไปกงประระบโลกมันด้านเรียงกายวิญญาณสูเกียยังฤตเมียนอากาศดำใบจัดการตะลือปูเวียติงออนูลมจ่าเช่นกับบานเยกขมันปัญญารุยรัวหายทานหนึ่งโยกเช่นของการประกวดหน่วยบานปันตาซีทิ้นเย็นในตะเมียนการปริบารอมบนตัวปีจะใส่วิญญาณขบกลระบยุนไฟบานตลอดหมกวิ่งชมันเราเคยทากำลังทำมาโปรระบเก็บบานปลาจรณะจำไรน่าเป็นนุบรอมเนี่ยกับบานมักสปรับตะลุมจ่าเช่นพี่ป้ามันติปริญญาบกิโจลเมาตาตัวบานปนเมนไปคลาปริญญาบริการปรับเยอะเมาได้บรอได้บานปีไอคลุ้มกับบานได้โจลเมาลมจ่าตระตะปริญญาจับเป็นเทนากาก็เลยมาเมื่อกันยายี่ซื้อไว้ในเป็นเนียงบานมันลัดที่โจมันดอกครูซาเช่นล่างหนึ่งเลือดโบเตียบางนักบึงส้มล่างเมื่อหนึ่งลบสลับในการไปเพี้ยซาระบบปุปริจาทอมถึงออนโนตาบรอมันในนุคือเจนนะได้บรอปีไอคลุ้มมันในนกกับบานมันต่อดีบรอปราบไตรให้เป็นในยุนไฟกับปงแต่เฟื่องดำนาจุดตะเปรตเทียนไฮมันต่อไปสลับลือแบบหนึ่งลมจ่าเช่นกับมาสบายจัดอย่างคลังเวกับปงแต่สไปโรสกได้สลับในครูนไอเฮ้ยโดยชนะปูยังไตรตายเป็นนกกับบานจับารอมันติสมหลังตะข้างเลยกบเนื้อเป็นตายในนั้นคล่องได้ฟุลทั่วยี่ซื้อกับบานประยามเกี่ยลัดคลุ้มตะข้างไกลมันตินึ่งให้บางพวกแต่ออกเนี่ยใบจองดังใส่เรือระบอยยืนต่อจียังนะเมนแต่เราจำตัวสนาเพียมันต่อสำหรับเพจที่บูระบอยยืนกับตระบามันจ็อบสมัยเจสไรรอลกับมอคชัวในบ้านในเยลัง